បើអ្នកព្រមរៀបការជាមួយខ្ញុំស្អែកម៉ោង10ពាក់រោគកូនក្រមុំនៅការិយាល័យអត្រានុកូលដ្ឋានជេសុនរ៉ាស៊ីអ្នកមកធ្វើអីនេះខ្ញុំព្រមរៀបការជាមួយអ្នកអញ្ចឹងវាជាអ្នកបោះសម្អាតថោកទាបលួចសម្បត្តិស្នេហ៍របស់ជេសុននិងរោគកូនក្រមុំដែលសម្រាប់ខ្ញុំយកវាពីផ្ទះជេសុនមិនមែនខ្ញុំទេដែលអ្នកនឹងរៀបការណាឯងស្រមើស្រមៃអីជេសុនជាប្រធានក្រុមនិស្សិតឪពុកខ្ញុំពិតជាចូលចិត្តគម្រោងរបស់គាត់កំពុងជួយគាត់ចាប់ផ្ដើមអាជីវកម្មជាអ្នកជំនួញធំនាពេលអនាគតធ្វើម៉េចគាត់អាចរៀបការជាមួយអ្នកបោះសម្អាតថោកទាបដែលមិនចេះអក្សរខ្ញុំជាកូនដែលគេបោះចោលខ្ញុំធំឡើងជាមួយជេសុនខ្ញុំបានប្រឡងជាប់លេខ1ក្នុងការប្រឡងចូលសាកលវិទ្យាល័យប៉ុន្តែតាទិញមិនមានលុយគ្រប់ទេដូច្នេះខ្ញុំលះបង់កន្លែងរបស់ខ្ញុំដល់គាត់ហើយគាត់ថានឹងរៀបការជាមួយខ្ញុំធ្វើការបោះសម្អាតនិងការងារស្រាវជ្រាវឲ្យប្រាក់ខែទាំងអស់ដល់គាត់រៀនហើយឥឡូវគាត់កំពុងលួចលាក់ពីក្រោយខ្នងខ្ញុំទៅរៀបការជាមួយអ្នកមានទ្រព្យវ៉ាន់នេសាខាឃឺឃើញទេខ្ញុំប្រាប់ហើយថានាងនឹងតាមអ្នកព្រោះឯងស្លៀករ៉ូបកូនក្រមុំរួចហើយអញ្ចឹងឯងរៀបការថ្ងៃនេះទៅទើបឯងឈប់ស្រមើស្រមៃពីមិត្តប្រុសខ្ញុំជ្រើសរើសពីបុរសទាំងនេះហើយជ្រើសម្នាក់ធ្វើប្តីឯងអីរៀបការជាមួយអ្នកបើកឡានខ្ញុំក៏សំដែរអាពាហ៍ពិពាហ៍លើកទី3របស់គាត់ចេះថែរក្សាស្ត្រីលើក្រែហើយគាត់បានសំណងផ្ទះ2នៅក្នុងភូមិវ៉ាន់នេសាកុំទុកឲ្យនាងជ្រើសបើថ្ងៃនេះឯងមិនអាចជ្រើសបានទេគ្រួសារខ្ញុំមានវិធីមួយលៀនធ្វើឲ្យតាអ្នកថែរក្សាផ្ទះរបស់ឯងសូមអង្គរករណាឯងឈួតហើយអ្នកដឹកអីវ៉ាន់ឯងហ៊ានមកជួបគូរបស់ខ្ញុំទេយាយខ្ញុំនឹងរីការជួបគូរបស់ខ្ញុំបរាជ័យម្ដងទៀតនាងមើលងាយខ្ញុំព្រោះខ្ញុំក្រឈប់បង្ខំឲ្យខ្ញុំរៀបការទៅទៀតខ្ញុំមិនខ្វល់ថាអ្នកក៏ទេតើអ្នករៀបការជាមួយខ្ញុំទេឈ្មោះខ្ញុំរកស៊ីស្មេកខ្ញុំអាយុ22ខ្ញុំគ្មានឪពុកម្ដាយមិនបានរៀនច្រើនទេប៉ុន្តែខ្ញុំមានសុខភាពល្អចិត្តល្អនិងឧស្សាហ៍ព្យាយាមតើអ្នករៀបការជាមួយខ្ញុំទេទោះជាគាត់ជាអ្នកដឹកជញ្ជូនក៏ដោយគាត់ក៏មិនចង់បានអ្នកដែរអ្នកគ្រាន់តែជាសម្រាមថោកដែលគ្មានអ្នកណាចង់យកខ្លីហើយអាក្រក់រៀបការជាមួយអ្នកនឹងនាំសំណាងអាក្រក់ដល់គ្រួសារគាត់ទាំងមូលប្រុសដោះរ៉ូបកូនក្រមុំរបស់ចៅនេះនោះជារបស់ខ្ញុំនឹងរៀបការជាមួយអ្នកតើអ្នកយកអត្តសញ្ញាណប័ណ្ណមកទេតោះទៅយកលិខិតអាពាហ៍ពិពាហ៍ខ្ញុំមិនទាន់បានណែនាំខ្លួនឲ្យបានត្រឹមត្រូវទេឈ្មោះខ្ញុំ Julian Sterling ខ្ញុំអាយុ28ខ្ញុំធ្វើការងារចៃដន្យមិនសូវមានលុយទេមិនដែលមានទំនាក់ទំនងស្នេហារីករាយដែលបានជួបអ្នកប្រពន្ធខ្ញុំពិតជារៀបការជាមួយមនុស្សម្នាក់តែខ្ញុំទើបដឹងឈ្មោះអរគុណដែលបានជួយខ្ញុំថ្ងៃនេះបើអ្នកចង់លេងលេះអ្នកអាចមករកខ្ញុំពេលណាក៏បានតោះបដូរ WhatsApp គ្នាសិនក្មេងស្រីដែលស្មោះត្រង់និងគួរឲ្យស្រឡាញ់បែបនេះតើគេអាចហ៊ានធ្វើបាបនាងដោយរបៀបណាលោក Sterling នេះជាព័ត៌មានទាំងអស់អំពីអ្នកស្រី Sterling នាងមានប្រវត្តិស្អាតត្រូវបានជីតារបស់ជាសុនយកមកចិញ្ចឹមតាំងពីក្មេងបច្ចុប្បន្ននាងធ្វើការជាអ្នកសម្អាតនៅសាកលវិទ្យាល័យ Atheria នាងទទួលបានពិន្ទុខ្ពស់បំផុតក្នុងការប្រឡងចូលសាកលវិទ្យាល័យប៉ុន្តែនាងមិនបានបន្តការសិក្សាទេខ្ញុំក៏ឆ្ងល់ដែរប៉ុន្តែលោក Sterling លោកពិតជាបានរកឃើញត្បូងមួយអ្នកស្រី Sterling ឆ្លាតណាស់នៅពេលអនាគតនាងនឹងផ្ដល់ឲ្យលោកនៅកូនតូច Julian ឯកនឹងខ្ពស់លើសពីការវាស់វែង Sterling ក្រុមនឹងមានអ្នកស្នងរត់ឆាប់នេះរៀបចំអំណោយខ្ញុំនឹងទៅជួបជីតារបស់ Roxy ហើយសូមដៃនាងជាផ្លូវការជីតាអីវ៉ានេសាហៅប៉ូលីសមកចាប់អ្នកតាមានរឿងអីហេតុអីវ៉ានេសាថាអ្នកប៉ះនាង
ខ្ញុំមិនបានធ្វើទេវាជាការយល់ច្រឡំលោកពូអរគុណដែលបានជួយខ្ញុំជាមួយអីវ៉ាន់ខ្ញុំមិនអីទេមកសាលាតែឯងពិបាកណាស់កូនចាស់ទ្រឹបត្រង់អ្នកដឹងទេថាឡាននេះថ្លៃប៉ុណ្ណាប្រសិនបើវាកោះលក់ខ្លួនឯងក៏មិនគ្រប់ដែរសុំទោសនាងវ៉ាលីធ្ងន់ពេកខ្ញុំមិនបានកាន់វាឲ្យម៉មទេអាចាស់អស់រលីងហ៊ានរំខានខ្ញុំឬខ្ញុំហៅប៉ូលីសហើយរ៉ូឈីកុំបារម្ភមនុស្សស្លូតត្រង់គ្មានអ្វីត្រូវខ្លាចទេលុះត្រាតែរឿងនេះចប់ខ្ញុំនឹងមិនអីទេតែណេសាអ្នករាល់គ្នាដឹងពីភាពស្មោះត្រង់របស់តាខ្ញុំនេះជាការបង្កាច់បង្ខូច Jason ហេតុអីឯងមិនចេះបែងចែករឿងត្រូវខុសប៉ុន្តែគាត់ជាគ្រួសារឯងពិតមាត់តែរបស់ឯងធ្វើខុសគាត់ត្រូវតែទទួលទោសនាងកំពុងធ្វើអំពើល្អយ៉ាងធំដល់ពិភពលោក Jason កំពុងធ្វើពុតជាមិនស្គាល់តាដើម្បីចូលទៅជិត Vanessa គាត់ហ៊ានធ្វើដល់នឹងខ្ញុំមើលថានៅខាងក្នុងត្រជាក់នឹងសើមតារបស់អ្នកទើបតែវះកាត់ជង្គង់កាលពី2ឆ្នាំមុនខ្ញុំមិនដឹងថាតើគាត់អាចទ្រាំបានឬអត់ Vanessa អ្នកចង់បានអីពិតប្រាកដជួយកំសាន្តមនុស្ស2-3នាក់ឲ្យខ្ញុំហើយខ្ញុំនឹងឲ្យតាចាស់នោះទៅអូអ្នកស្រីខាធើនេះហើយជាស្រីស្អាតដែលអ្នកនិយាយពីស្រីស្អាតអីនាងមិនមែនគ្រាន់តែជាអ្នកបោះសម្អាតនៅសាលាទេបើអ្នកធ្វើឲ្យអ្នកមានទាំងនេះសប្បាយខ្ញុំនឹងលែងឲ្យតាអ្នករួចខ្លួនអូអ្នកបោះសម្អាតនេះពិតជាស្អាតគួរឲ្យចាប់អារម្មណ៍អ្នកអាចលែងខ្ញុំបានទេខ្ញុំត្រូវបានគេបង្ខំឲ្យធ្វើបែបនេះអញ្ចឹងផឹកអស់ទាំងអស់នេះហើយយើងនឹងលែងអ្នកទៅពិតទេបាទប៉ុន្តែកុំមានសង្ឃឹមខ្លាំងពេកគ្មាននរណាអាចផឹកច្រើនម្លេះក្នុងមួយដងទេអ្នកនឹងកើតហូរឈាមក្រពះហើយវាអាចសម្លាប់អ្នកបានរ៉ុកស៊ីខ្ញុំនឹងផឹកវាអ្នកបោះសម្អាតនេះក្លាហានណាស់ផឹកឲ្យលឿនយឺតពេកហើយអ្នករត់តុយក12ទៀតមករ៉ុកស៊ីហេតុអីអ្នកធ្វើបាបខ្លួនឯងបែបនេះបើតាមិនបានយកខ្ញុំមកចិញ្ចឹមទេខ្ញុំប្រហែលត្រូវឆ្កែវង្វេងស៊ីហើយប៉ុន្តែឯងជាចៅពិតប្រាកដរបស់គាត់ប្រមូលសម្រាមដើម្បីចំណាយថ្លៃសិក្សាឲ្យឯងគាត់ចិញ្ចឹមឯងមកឯងដឹងថាតាត្រូវគេផ្តន្ទាទោសដោយអយុត្តិធម៌ហើយឯងគ្រាន់តែឈរមើលឯងមិនទទួលស្គាល់គាត់ផងឯងមិនចេះគិតទេខ្ញុំធ្វើអ្វីទាំងអស់នេះដើម្បីឯងវ៉ានេសាអាចបំផ្លាញយើងដោយពាក្យមួយម៉ាត់ពេលនាងនាំខ្ញុំចូលសង្គមខ្ពស់ហើយឯងមិនចាំបាច់ទ្រាំបែបនេះទៀតទេទ្រាំបន្តិចសិនពេលនោះឯងនឹងក្លាយជាគូស្នេហ៍ខ្ញុំហើយនាងនឹងជាប្រពន្ធស្របច្បាប់អស់ចិត្តឯងធ្វើឲ្យខ្ញុំស្អប់ណាស់រ៉ុកស៊ីឯងផឹកច្រើនពេកហើយឲ្យខ្ញុំនាំឯងទៅផ្ទះព្រោះនាងឲ្យចិញ្ចៀនខ្ញុំគួរតែឲ្យអំណោយតបវិញខ្ញុំឆ្ងល់ថាតើចិញ្ចៀនពេជ្រ21ការ៉ាត់នេះនឹងភ្លឺពេកសម្រាប់នាងទេលោក Sterling មើលនាងតើនាងមើលទៅដូចអ្នកស្រី Sterling ទេ Jason លែងខ្ញុំទេមកជាមួយខ្ញុំរ៉ូហ្វេកុំខ្លាចអីខ្ញុំនៅទីនេះឯងជានរណាកុំចូលរឿងនេះនាងជាមិត្តស្រីរបស់ខ្ញុំមិត្តស្រីនាងជាប្រពន្ធខ្ញុំប្រយ័ត្នគោរពបន្តិចរ៉ូហ្វេឯងឈួតហើយឬឯងពិតជារៀបការនឹងបរិសដឹកជញ្ជូននេះមែនអញ្ចឹងបើគាត់ជាអ្នកដឹកជញ្ជូនមែនគាត់រកស៊ីដោយដៃខ្លួនឯងគ្មានអ្វីគួរឲ្យខ្មាស់គេទេក្នុងចិត្តខ្ញុំជូលៀនប្រសើរជាងឯង1000ដងជាមួយគំនិតបែបនេះអ្នកទាំងពីរពិតជាសមគ្នាណាស់ទោះបីថ្ងៃណាមួយឯងស្ដាយក្រោយហើយលុតជង្គង់អង្វរខ្ញុំ
ខ្ញុំក៏មិនចង់បានរបស់ប្រើរួចដូចឯងដែរទៅឆ្ងាយទៅ ជូលៀនយើងលេងលះគ្នាថ្ងៃស្អែក តើឯងមើលងាយខ្ញុំព្រោះខ្ញុំជាអ្នកដឹកជញ្ជូនឬ ទេខ្ញុំបានបង្ករឿងជាមួយមនុស្សដែលមិនគួរលោកតាក៏ត្រូវបានគេចោទប្រកាន់ខុសដែរខ្ញុំផឹកស្រវឹងពេកហើយប៉ុន្តែនាងនៅតែមិនទុកវាចោលនាងថានឹងប្តឹងលោកតាហើយធ្វើឲ្យគាត់ចូលគុកខ្ញុំមិនចង់ទាញអ្នកឲ្យលិចលង់ទេចិញ្ចៀននេះមានតម្លៃពេកហើយយកវាវិញទៅឲ្យវាទៅអ្នកដែលឯងពិតជាចង់រៀបការ អ្នកដែលខ្ញុំចង់រៀបការគឺឯងកុំបារម្ភព្រោះវាជាការចោទប្រកាន់ខុសលោកតាមិនមានបញ្ហាទេ វាមិនសាមញ្ញនោះទេអ្នកមិនដឹងថាក្រុមហ៊ុនខាធើមានអំណាចប៉ុណ្ណាទេ ក្រុមហ៊ុនខាធើមិនដែលឮឈ្មោះទេទៅយើងទៅជួបលោកតាទៅប្រហែលជាគេដោះស្រាយរួចហើយប្រមូលមេធាវីកម្ពុជាពីក្រុមហ៊ុន Sterling ដោះស្រាយឈ្មោះលោកតាឲ្យបានភ្លាមបាទថៅកែ ជីតារីករាយដែលអ្នកមិនអី មេធាវីល្អម្នាក់បានជួយខ្ញុំរកស៊ីអ្នកមិនបានប្រាប់ជាសុនអំពីខ្ញុំទេមែនទេ ទេ ល្អគាត់កំពុងរៀនសម្រាប់ការប្រឡងបញ្ចប់ការសិក្សាខ្ញុំមិនចង់ឲ្យគាត់ព្រួយចិត្តទេហើយអ្នកនេះជាសួស្ដីជីតាខ្ញុំជាប្តីរបស់រកស៊ី Julian Sterling អ្វីរកស៊ីឯងរៀបការហើយហេតុអ្វីមិនប្រាប់ខ្ញុំជាមុនឯងមិនចូលចិត្តជាសុនទេពីមុនឯងធ្លាប់និយាយពេលតូចថាឯងនឹងរៀបការជាមួយគាត់តែម្នាក់គត់ នោះគ្រាន់តែជាពាក្យលេងរបស់ក្មេងទេគ្រាន់តែនិយាយលេងអ្នកដែលខ្ញុំស្រឡាញ់ពិតប្រាកដគឺជូលៀន ប៉ុន្តែជីតាទោះបីខ្ញុំមិនមានការងារល្អគ្មានឡានជួលផ្ទះហើយគ្រួសារខ្ញុំក៏មិនសូវជួយបានដែរប្រាក់រាល់កាក់ដែលខ្ញុំរកបានពីពេលនេះទៅនឹងក្លាយជារបស់រកស៊ីខ្ញុំនឹងស្រឡាញ់និងគោរពនាងតែងតែធ្វើល្អចំពោះនាងខ្ញុំនឹងមិនដែលធ្វើឲ្យនាងខកចិត្តឡើយ គ្រួសារជូលៀនមិនសូវមានទេជីតារឿងថ្លៃបណ្ណាការ យើងអាចរំលងវាបានដរាបណាគាត់រក្សាពាក្យសន្យាអ្វីទាំងនោះមិនសំខាន់ទេកុំបារម្ភអ្វីដែលខ្ញុំមិនអាចឲ្យបានឥឡូវខ្ញុំនឹងបំពេញឲ្យក្រោយ កុំដាក់សម្ពាធខ្លួនឯងខ្លាំងពេក ប្រុសវ័យក្មេងខ្ញុំជឿអ្នកតោះទៅផ្ទះធ្វើបាញ់ជូនអ្នកបុរសដឹកជញ្ជូននោះតើគាត់ប្រើមន្តអ្វីទៅលើពួកគេសូម្បីតែជីតាក៏ចាត់ទុកគាត់ដូចជាកូនប្រសារពីថ្ងៃដំបូងដែរមិនអីទេពេលខ្ញុំជោគជ័យក្នុងជំនួញរកស៊ីឯងនឹងឃើញថាឯងខុសខ្ញុំភ្នាល់ថាឯងនឹងលែងគាត់ហើយត្រឡប់មករកខ្ញុំវិញក្លិនឈ្ងុយណាស់លោក Sterling លោកទិញវាមកពីណាគុយទាវធ្វើនៅផ្ទះពិតខ្ញុំអាចភ្លក់បន្តិចបានទេឈរឲ្យដាច់ប្រពន្ធខ្ញុំនឹងតាខ្ញុំធ្វើវាសម្រាប់តែខ្ញុំបើអ្នកចង់បានរកប្រពន្ធផ្ទាល់ខ្លួនឲ្យធ្វើអ្នកដឹងទេថាខ្ញុំគ្មានប្រពន្ធអ្នកកំពុងតែចំអប់មើលងាយខ្ញុំមែនទេសំណាងណាស់នឹងថៅកែប្រពន្ធល្អមកពីផ្លូវហេតុអ្វីមិនមែនជាខ្ញុំដោយសារអ្នកពេញចិត្តនឹង Mer Sterling មិនចង់ណែនាំនាងទៅគ្រួសារអ្នកទេរឿងនេះមិនអាចប្រញាប់បានទេខ្ញុំត្រូវរៀបចំផែនការរកពេលវេលាសម្រុំ Vanessa ខ្ញុំសរសើរអ្នកយូរហើយអរគុណដែលចូលរួមអាហារពេលល្ងាចជាមួយខ្ញុំ មនុស្សគ្រប់គ្នាក្នុងឧស្សាហកម្មដឹងថាវ៉ារីជាមនុស្សថោកទាបគាត់មិនត្រឹមតែរកក្មេងស្រីស្អាតប៉ុន្តែវិធីសាស្ត្រគាត់ក៏ខ្វក់ដែរប៉ាខ្ញុំមិនបង្ខំខ្ញុំឲ្យមកអាហារពេលល្ងាចនេះខ្ញុំមិនមកទេលោក Brooks ខ្ញុំនឹងទទួលទូរស័ព្ទនេះខ្ញុំនឹងត្រឡប់មកវិញភ្លាមតើអ្នកនិយាយអ្វីតើរ៉ូស៊ីត្រឡប់មកផ្ទះវិញហើយតើអ្នកមិនបានធានាថាគាត់នឹងមិនចេញយ៉ាងហោចណាស់2សប្តាហ៍មនុស្សចាស់នោះសំណាងមេធាវីដែលជ្រៀតជ្រែកម្នាក់បានយកគាត់ចេញមិនអីទេខ្ញុំមានវិធីជាច្រើនដើម្បីបំផ្លាញរ៉ូស៊ីរកស៊ីខ្ញុំមានឱកាសល្អមួយនៅទីនេះប្រសិនបើអ្នកចង់ធ្វើវាអ្នកនឹងមិនដែលត្រូវបារម្ភអំពីលុយទេ
ចង់បានទេឱកាសល្អណាស់ទុកវាសម្រាប់ខ្លួនឯងទៅអ្នកសុំវាមកហើយអ្នកចាប់នាងវ៉ានីសានេះហើយជាការភ្ញាក់ផ្អើលដែលអ្នកនិយាយលោកព្រូតើលោកគិតយ៉ាងណាដែរនាងស្លៀកពាក់សាមញ្ញបន្តិចប៉ុន្តែមុខនិងដងខ្លួនរបស់នាងល្អណាស់ខ្ញុំទិញកាមេរ៉ានេះឲ្យអ្នកអាចថតអ្វីទាំងអស់យកវាមកវិញហើយរីករាយជាមួយវាវ៉ានីសាអ្នកពិតជាយកចិត្តទុកដាក់ណាស់ពេលវាចប់ហើយខ្ញុំនឹងនិយាយជាមួយឪពុកអ្នកហើយប្រគល់គម្រោងសើចស័យឲ្យគាត់សូមអរគុណលោកព្រូតវ៉ានីសាចុះនៅជាមួយយើងទៅមិនបាច់ទេសូមរីករាយលោកព្រូតព្យាយាមឆ្លៀតឱកាសពីខ្ញុំទេក្នុងសុបិនអ្នកបន្ទាប់ពីថ្ងៃនេះរកស៊ីនឹងគ្មានឱកាសប្រឆាំងនឹងខ្ញុំដើម្បីជាស៊ុនទៀតទេលោក Sterling ក្នុងរយៈពេល10នាទីមានការប្រជុំជាមួយអតិថិជនអឺរ៉ុបដើម្បីពិភាក្សាពីវឌ្ឍនភាពគម្រោងនៅក្រៅប្រទេសរបស់ក្រុមហ៊ុន Sterling ការប្រជុំនេះមានសារៈសំខាន់រំលឹកអ្នកចូលរួមគ្រប់នយោបាយកឲ្យបិទទូរស័ព្ទរបស់ពួកគេកុំឲ្យរឿងមិនពាក់ព័ន្ធមានឥទ្ធិពលលើការប្រជុំបាទលោកតាមានរឿងអ្វីរកស៊ីនិងខ្ញុំបានយល់ព្រមទៅផ្ទះជាមួយគ្នាបន្ទាប់ពីធ្វើការថ្ងៃនេះប៉ុន្តែខ្ញុំមិនអាចតាក់ទងនាងបានទេចុះបើនាងមានរឿងខ្ញុំនឹងទៅរកនាងឥឡូវនេះលោកស្រីទូរស័ព្ទរបស់ស្ត្រីនោះនាងទើបតែទុកវាក្នុងឡានវាកំពុងរត់អាឡូអ្នកណានិយាយវាជាទូរស័ព្ទប្រពន្ធខ្ញុំហេតុអ្វីអ្នកមានវាអូរកស៊ីពិតជារៀបការហើយឬអញ្ចឹងអ្នកជាអ្នកដឹកជញ្ជូនដែលចាញ់គេនាងគិតថាអ្នកក្រពេកនាងរកឃើញថៅកែអ្នកមានជាងអ្នកត្រូវគេប្រពន្ធក្បត់ខ្ញុំមិនជឿទេរកស៊ីមិនមែនបែបនោះទេក្រហើយល្ងងណាស់ជឿឬមិនជឿទោះយ៉ាងណាអ្នកដែលចិញ្ចឹមកូនអ្នកផ្សេងមិនមែនខ្ញុំទេឲ្យនាងទៅឥឡូវនេះបើអ្នកណាហ៊ានប៉ះនាងខ្ញុំនឹងធ្វើឲ្យអ្នកមិនឃើញថ្ងៃស្អែកគំរាមខ្ញុំដោយអ្វីនឹងសម្លាប់ខ្ញុំដោយប្រអប់អាហារយកទៅផ្ទះឬខ្ញុំជាសៀវនៃក្រុមហ៊ុន Sterling ដរាបណាអ្នកឲ្យនាងទៅយើងអាចចរចាលក្ខខណ្ឌណាមួយអ្នកជាសៀវនៃក្រុមហ៊ុន Sterling ឬអញ្ចឹងខ្ញុំត្រូវតែជាស្ត្រីអ្នកមានបំផុតក្នុងសកលលោកល្ងងមិនចេះកុហកសោះក្នុងរយៈពេល3នាទីខ្ញុំចង់បានទីតាំងរបស់រ៉ូឈីហេស្អាតខ្ញុំកំពុងរងចាំអ្នកភ្ញាក់អ្នកជាអ្នកណាហេតុអ្វីខ្ញុំនៅទីនេះមិនអីទេបើអ្នកមិនស្គាល់ខ្ញុំយើងនឹងស្គាល់គ្នាឆាប់នេះជាបទក្រិតអ្នកនឹងចូលគុកឈប់ធ្វើជារឿងធំទៅអ្នកគ្រាន់តែចង់បានលុយមែនទេខ្ញុំមើលថាប្តីអ្នកជាអ្នកដឹកជញ្ជូនគាត់មិនអាចរកលុយដែលខ្ញុំអាចឲ្យអ្នកបានទេក្នុងរយៈពេល10ជីវិតអញ្ចឹងតើយ៉ាងម៉េចចង់ធ្វើជាគូស្នេហ៍ខ្ញុំទេសុបិនអីសម្រាមដូចអ្នកគួរលួចក្នុងរោគឆ្កេងញីហ៊ានខំខ្ញុំអីជួយអ្នកណាជួយខ្ញុំអ្នកក្លាហានណាស់រ៉ូឈីខ្ញុំចូលចិត្តនេះមកពីក្រៅប្រទេសខ្ញុំហៅថាសំបីតែស្ត្រីបរិសុទ្ធបំផុតក៏មិនអាចទ្រាំទ្របានរុកស៊ីអ្នកសុខសប្បាយទេទឹកវាត្រូវបានគេដាក់ថ្នាំវាហ៊ានធ្វើបែបនេះដាក់អ្នកឯងចង់បានអីខ្ញុំបានជួលបន្ទប់នេះចេញពីទីនេះសំហើយរថយន្តសង្គ្រោះបន្ទាន់ភ្លាមបាទលោក Sterling និយាយមកដៃមួយណាប៉ះនាងឯងការពារស្រីឆ្កេងនេះនោះនាងជាអ្វីរបស់ឯងខ្ញុំជាប្តីរបស់នាងមិននិយាយទេអញ្ចឹងខ្ញុំនឹងធ្វើឲ្យវាពិការទាំងអស់អញ្ចឹងឯងជាប្តីអ្នកដឹកជញ្ជូនរបស់នាងឯងគិតថាឯងកំពុងបោកអ្នកណាខ្ញុំនឹងចំណាយលុយដើម្បីឲ្យប្រពន្ធឯងនៅជាមួយខ្ញុំមួយយប់ឯងចង់បានប៉ុន្មានរាប់សិបម៉ឺនរាប់រយពាន់រាប់លានលុយរាប់លានដុល្លារច្រើនហើយបោះវាចូលទឹកអ្នកស្ទើរតែសំលេងទឹកប៉ើងឯងគិតថាការបៀតបៀនប្រពន្ធខ្ញុំ
ធ្វើឲ្យឯងខាតត្រឹមប៉ុណ្ណេះទេខ្ញុំណែនាំឲ្យឯងដឹងពេលដកថយឯងជាអ្នកដឹកជញ្ជូនរត់ដឹកជញ្ជូនពេញមួយជីវិតនៅតែរកមិនបាន1លាននេះជាឱកាសតែមួយគត់របស់ឯងកុំឲ្យវារត់ដៃពេលវេលារបស់លោក Sterling មានតម្លៃជាង$1លានក្នុង1នាទីរាប់មើលថាឯងខាត់ប៉ុន្មានសូម្បីតែក្នុងជីវិតបន្ទាប់10ជីវិតរបស់ឯងក៏មិនអាចសង្វេញបានដែរលោក Sterling ឯងថាប្តីរបស់ស្រីសំអាតជាសៀវរបស់ក្រុមហ៊ុន Sterling Group Julian Sterling អ្នកដឹកជញ្ជូនដ៏អាក្រក់របស់ឯងពិតជាខំប្រឹងរកចំណេញពីខ្ញុំមែនជួលអ្នកបន្ថែមទាំងអស់នេះមកសម្ដែងចំណាយច្រើនណាស់សម្រាប់មួយថ្ងៃមែនទេបើឯងមិនដកខ្ញុំឲ្យដល់ការចរចានេះនឹងខាត់មែនទេឯងហ៊ានក្លែងបន្លំជា Julian មែនត្រៀមខ្លួនចាក់ចេញពី Norfolk ទៅយកវាចេញកុំឲ្យវាឃើញប្រពន្ធខ្ញុំបាទខ្ញុំភ្នាល់ឯងមិនហ៊ានប៉ះខ្ញុំទេងុយដេក Rocky ក្រោកឡើងយើងដល់ផ្ទះហើយ Julian អ្នកនៅទីនេះខ្ញុំសុំទោសខ្ញុំមកយឺតខ្ញុំក្តៅណាស់ខ្ញុំមិនស្រួលទេទ្រាំបន្តិចទៀតខ្ញុំនឹងនាំអ្នកទៅមន្ទីរពេទ្យខ្ញុំថៅកែរថយន្តសង្គ្រោះមកដល់ហើយអ្នកស្រី Sterling សូមទោសថៅកែប្រហែលជាអ្នកអាចដោះស្រាយបញ្ហារបស់នាងបានទោះបីជាវាជាការថើបលើកដំបូងរបស់យើងខ្ញុំក៏មិនអាចទប់ខ្លួនបានលោកស្រីស្មេកទីបំផុតអ្នកភ្ញាក់ហើយខ្ញុំនៅមន្ទីរពេទ្យអ្នកមិនចាំទេប្តីរបស់អ្នកបានដឹកអ្នកមកទីនេះគាត់សង្ហាណាស់ហើយការពារអ្នកគាត់ណែណាគាត់នៅជាមួយអ្នកទាំងយប់ទាំងថ្ងៃគាត់ទើថាអ្នកមិនអីទេគ្រាន់តែអស់កម្លាំងអ្នកមិនព្រមភ្ញាក់ដូច្នេះគេទាញគាត់ទៅធ្វើការគាត់ខកខានធ្វើការមួយថ្ងៃជូលៀនប្រហែលជាត្រូវកាត់ប្រាក់ខែច្រើនសម្រាប់រឿងនោះយើងខ្ញុំបានថាបជូលៀនញ៉ាំឲ្យឆ្ងាញ់គេងឲ្យល្អមនុស្សអាក្រក់ទទួលបានអ្វីដែលពួកគេសឹមនឹងទទួលជូលៀនបានសង្គ្រោះខ្ញុំប៉ុន្តែគាត់មិនដឹងអ្នកគ្រប់គ្រងពិតប្រាកដគឺវ៉ានេសាជូលៀនគ្រាន់តែជាមនុស្សធម្មតាម្នាក់ដែលធ្វើការនៅ Northville ខ្ញុំមិនអាចអូសគាត់ចូលទៅក្នុងបញ្ហាបានទេជាមួយក្រុមហ៊ុនការធឺខ្ញុំមិនអាចនិយាយពីរឿងនេះទៀតទេចាញ់មិនអាចទ្រាំនឹងរឿងតូចតាចផងគេងជាមួយស្ត្រីច្រើនអ្នកគិតថាខ្លួនឯងជាអ្នកលេងស្រីប៉ុន្តែនៅទីបញ្ចប់គាត់ត្រូវបានគេចាប់ដោយអ្នកសម្អាត Rocky កូនសួស្ដីល្ងាចតើមានអ្នកណាអាចប្រាប់ខ្ញុំថាហេតុអ្វីបុរសចំណាស់នេះបន្ទាប់ពីធ្វើខុសនៅតែធ្វើការនៅទីនេះបានល្អដដែលហេតុអ្វីបានជាអ្នកធ្វើដូចមានទោសនាងស្រីអ្នកយកខុសហើយវាជាឧបទ្ទហេតុកាលពីពេលនោះតើអ្នកធ្លាប់ពើអំពីបុរសចំណាស់នឹង Vanessa ទេវាមានពេញនៅក្នុងវេទិកាសាកលវិទ្យាល័យបុរសចំណាស់នេះធម្មតាមើលទៅស្មោះត្រង់តើនរណានឹងគិតថាគាត់នឹងធ្វើអ្វីដែលគួរឲ្យស្អប់ខ្ពើមបែបនេះយើងគួរតែនៅឆ្ងាយពីពេលនេះទៅមិនពិតទេមិនមែនដូចនោះទេ Vanessa អ្នកបានរងចាំខ្ញុំយូរហើយJason អ្នកចេះនិយាយណាស់ឆាប់ជួយខ្ញុំពន្យល់រឿងនេះផងវ៉ានេសាអ្នកមិនចាំបាច់ខូចខើខ្លាំងបែបនេះទេតើអ្នកជាមនុស្សប្រុសរបស់ខ្ញុំទេតើមនុស្សប្រុសមិនគួរគ្រប់គ្រងខ្ញុំដោយគ្មានលក្ខខណ្ឌមកខាងខ្ញុំទេតើបុរសចំណាស់នោះជាអ្វីចំពោះអ្នកទេគ្មានអ្វីទេ
Jason អ្នកដឹងពីភាពស្មោះត្រង់របស់ខ្ញុំល្អបំផុតខ្ញុំកំពុងអង្វរអ្នកសូមនិយាយអ្វីមួយសម្រាប់ខ្ញុំផង ដូច្នេះអ្នកចង់ឈប់ជាគូស្នេហ៍ឡឪពុកខ្ញុំមិនសប្បាយចិត្តនឹងគម្រោងចាប់ផ្ដើមអាជីវកម្មរបស់អ្នកទេក្រោយពីយើងឈប់ជាគូស្នេហ៍គាត់មិនចាំបាច់បន្តចាក់លុយទៅក្នុងគំនរសម្រាមទៀតទេ កុំទៅវ៉ានេសាខ្ញុំមិនឈប់ជាគូស្នេហ៍ជាមួយអ្នកទេកុំធ្វើជាស្និទ្ធស្នាលជាមួយខ្ញុំមនុស្សអាក្រក់ ចាប់តាំងពីប្រធាន Student Club បាននិយាយបែបនេះគាត់មិនអាចខុសអំពីបរិសុទ្ធចំណាស់នោះទេ ខ្ញុំគិតថាសាលាគួរតែបណ្ដេញគាត់ចេញបណ្ដេញគាត់ចេញ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 រ៉ូស៊ីតើអ្នកមកធ្វើអ្វីនៅទីនេះ តាកុំបារម្ភខ្ញុំនៅទីនេះគ្មាននរណាអាចគំរាមអ្នកបានទេរបៀបដែលអ្នកទាំងពីរធ្វើជាអ្នករងគ្រោះពិតជាមាននៅក្នុងគ្រួសារវាជាដារបស់អ្នកដែលបានគំរាមខ្ញុំហើយអ្នកបង្វែរវាទៅជាយើងគំរាមគាត់ Jason មើលនាងវិញនាងកំពុងគំរាមខ្ញុំទៀតហើយ រ៉ូស៊ីប្រសិនបើអ្នកលុតជង្គង់ឥឡូវនេះហើយសុំទោស Vanessa ជំនួសដារបស់អ្នកប្រហែលនាងនឹងទុកឲ្យអ្នកស្រួល Jason អ្នកគឺជាមនុស្សឥតគុណតើបានប៉ះជើងនាងដោយចៃដន្យតើអ្នកដឹងទេថារឿងអាក្រក់អ្វីខ្លះ Vanessa បានធ្វើចំពោះខ្ញុំកាលពីប៉ុន្មានថ្ងៃមុន ខ្ញុំមិនចាំបាច់ដឹងទេអ្នកប្រកាសជាបានបង្កហេតុនាងមុន ឡវាជាកំហុសរបស់ខ្ញុំទាំងអស់ឡអ្នកទទួលស្គាល់វាឥឡូវនេះលើកជង្គង់ រថយន្តនេះគឺជាការបោះពុម្ពកំណត់ជាសាកលមានតែគ្រួសារ Sterling មួយគត់មាននៅក្នុងទីក្រុង Northville ទាំងមូលវាជារបស់សៀវនៃក្រុម Sterling នាយកប្រតិបត្តិនៃក្រុមហ៊ុន Sterling គឺជាអ្នកមានជាងគេនៅទីក្រុង Northville និងជាបុរសដែលខ្ញុំចង់រៀបការជាមួយគេជាងគេ ប្រសិនបើខ្ញុំអាចឡើងជណ្ដើរជាមួយក្រុមហ៊ុន Sterling អាជីវកម្មខ្ញុំនឹងហោះឡើងតើអ្នកណាចង់បាន Vanessa សូមទោសតើអ្នកជាលោក Sterling ទេខ្ញុំឈ្មោះ Vanessa ឪពុកខ្ញុំជានាយកប្រតិបត្តិនៃក្រុមហ៊ុន Carter Achalantrop យើងបានធ្វើការជាមួយអ្នកច្រើនដង សួស្តីលោក Sterling ខ្ញុំឈ្មោះ Jason ជាប្រធាននិស្សិតនៃសាកលវិទ្យាល័យ Atheria ខ្ញុំមានគំនិតគម្រោង$1,000,000ដែលខ្ញុំចង់ពិភាក្សាជាមួយអ្នកកំពុងរងទ្វារឡានខ្ញុំតាមនុស្សទាំងនេះនិយាយបង្កាច់អ្នកមែនទេ នាយកប្រតិបត្តិនៃក្រុមហ៊ុន Sterling ពិតជាហៅអ្នកយាមចាស់ថាតា ខ្ញុំចាំបានហើយអ្នកមិនមែនជាលោក Sterling ទេអ្នកជាប្តីរបស់ Roxy តើអ្នកមិនមែនជាអ្នកចែកចាយទេហេតុអ្វីបើកឡានប្រណិតរបស់គ្រួសារ Sterling បើអ្នកអាចចែកចាយអាហារបានអ្នកពិតជាអាចធ្វើជាអ្នកបើកបរបានមែនទេគ្រួសារ Sterling ឲ្យអាហារអ្នកប៉ុន្តែអ្នកធ្វើអ្វីអ្នកលួចឡានរបស់ថៅកែអ្នកដូចជាបុរសចាស់នោះដែរអ្នកមានដៃមិនស្អាតមនុស្សមានចរិតដូចគ្នាច្រើនតែជួបជុំគ្នាខ្មាស់គេណាស់ដារបស់ខ្ញុំធ្វើការនៅសាលារៀនជា20ឆ្នាំហើយមនុស្សគ្រប់គ្នានៅសាលានេះដឹងពីចរិតគាត់ដោយសារតែពាក្យមួយរបស់ Vanessa អ្នកបង្វែរការពិតបែបនេះតើមានសិទ្ធិអ្វីព្រោះខ្ញុំជាអ្នកទទួលមរតករបស់ក្រុមហ៊ុន Carter Real Estate ដារបស់អ្នកគ្រាន់តែជាអ្នករកសម្រាមពាក្យរបស់ខ្ញុំគឺជាការពិតមនុស្សអាចមើលឃើញការពិត អ្នកណាត្រូវអ្នកណាខុសគ្រាន់តែបង្ហាញភស្តុតាងយើងនឹងដឹង Vanessa មានគ្រួសារ Carter នៅពីក្រោយជាគ្រួសារមួយដែលមានបំផុតនៅ Northville មានឬគ្មានភស្តុតាងនាងនៅតែកំតិចអ្នកវាគ្រាន់តែជាក្រុមហ៊ុន Carter Group បើគ្មានការគ្រប់គ្រងពីគ្រួសារ Sterling អស់រយៈពេលប៉ុន្មានឆ្នាំនេះពួកគេគ្មានតម្លៃអ្វីទេចាំបន្តិចក្រុមហ៊ុន Sterling Group ធ្លាប់រៀបចំពិធីជប់លៀងសប្បុរសធម៌នៅសាលាខ្ញុំគិតថាបានឃើញបុរសនេះនៅក្នុងពិធីជប់លៀងឥឡូវខ្ញុំចាំហើយគាត់មកពីក្រុមហ៊ុន Sterling Group ប្រាប់មកគាត់ជាអ្នកណាបើឯងហ៊ានកុហកខ្ញុំនឹងធ្វើឲ្យគ្រួសារឯងទាំងមូលមិនអាចរស់នៅក្នុង Northville បានទេខ្ញុំនឹងនិយាយឥឡូវនេះប្រយ័ត្នខ្ញុំនឹងជួយអ្នកអរគុណលោក Sterling នៅទីនេះខ្ញុំចាំបានហើយគាត់ធ្វើការឲ្យក្រុមហ៊ុន Sterling Group គាត់ជាអ្នកបើកបររបស់លោក Sterling
ដូច្នេះខ្ញុំត្រូវហើយអ្នកបើកបរហ៊ានបង្ហាញអំណាចឬហើយថែមទាំងធ្វើពុតជាលោក Sterling ទៀតភាពអៀនខ្មាស់របស់ឯងគ្មានព្រំដែនទេ ខ្ញុំអាចរកអ៊ីមែលផ្លូវការរបស់ក្រុមហ៊ុន Sterling Group បានពេលខ្ញុំត្រឡប់ទៅវិញខ្ញុំនឹងផ្ញើអ៊ីមែលទៅលោក Sterling ប្រាប់គាត់ថាមានអ្នកកំពុងបើកឡានរបស់គាត់ហើយធ្វើពុតជាគាត់ Proxy ដើម្បីធ្វើឲ្យខ្ញុំខឹងឯងរៀបការជាមួយមនុស្សក្រគ្មានការអប់រំនិងឆោតល្ងងបំផ្លាញជីវិតដែលនៅសល់របស់ឯងតើវាសំទេ នៅក្នុងចិត្តខ្ញុំជាលៀនគឺល្អជាង100ដងជាងមនុស្សគ្មានចិត្តដូចអ្នកអូភ្លេចអស់ហើយសៀវនៃក្រុមហ៊ុន Sterling មានឈ្មោះ Julian ដូច្នេះអ្នកទាំងពីរពិតជាសម្ដែងអញ្ចឹងមែនទេមើលឥឡូវអ្នកកំពុងធ្វើឲ្យខ្លួនឯងអាម៉ាស់នៅមុខជីតាជាទីស្រឡាញ់របស់អ្នកឥឡូវសប្បាយទេ ហ៊ាននិយាយបែបនេះទេឪពុកម្ដាយអ្នកស្លាប់តាំងពីនៅក្មេងជីដារើសឡានទុកដោយខ្លួនឯងគាត់តស៊ូចិញ្ចឹមយើងពេលអ្នកនៅតូចអ្នកមានអាឡែស៊ីនឹងទឹកដោះគោដើម្បីកុំឲ្យអ្នកឃ្លានស្លាប់ជីតាទៅម្ដងផ្ទះម្ដងសុំទឹកដោះគោហើយឥឡូវអ្នកមិនទទួលស្គាល់គាត់ទេ រឿងរ៉ាវគួរឲ្យចាប់អារម្មណ៍ប្រធាន Jason របស់យើងគឺចៅប្រុសរបស់បុរសចំណាស់ ហេតុអ្វី Jason មិនដែលនិយាយពីរឿងនេះតើអាចជាគាត់ខ្មាស់គេជីដារបស់គាត់ប៉ុន្តែនោះមិនបង្ហាញថាគាត់គ្មានទោសប្រហែលជា Jason គ្រាន់តែចង់ឃ្លាតពីមនុស្សដែលគួរឲ្យសង្ស័យ និយាយម្ដងទៀតខ្ញុំនឹងហែកមាត់អ្នកខ្ញុំចាំបុរសនេះដែរគាត់ជាជំនួយការរបស់លោក Sterling ដូច្នេះអ្នកជាជំនួយការរបស់លោក Sterling ត្រូវហើយ សូមត្រឡប់ទៅប្រាប់លោក Sterling ថាអ្នកបើកឡានដែលគាត់ជួលមិនត្រឹមតែធ្វើពុតជាគាត់ប៉ុន្តែថែមទាំងវាយប្រហារអ្នកអតីតទៀតផងហើយធ្វើឲ្យខូចកេរ្តិ៍ឈ្មោះរបស់គាត់មនុស្សបែបនេះមិនអាចនៅក្រុមហ៊ុន Sterling Group បានទេ លោក Sterling គឺអ្នកថាគាត់វាយអ្នកណាម្នាក់ហើយអ្វីមិននិយាយពីអ្វីដែលអ្នកបានធ្វើ មនុស្សចាស់គំរើតើអ្នកដឹងទេថាឡាននេះថ្លៃប៉ុណ្ណាបើវាកោះអ្នកលក់ខ្លួនឯងក៏មិនអាចចំណាយវាបានដែរ សុំទោសនារីវ៉ាលីធ្ងន់ពេកខ្ញុំមិនបានកាន់វាឲ្យជាប់ទេ អ្នកហ៊ានបៀតបៀនខ្ញុំនឹងហៅប៉ូលីសគាត់គ្រាន់តែព្យាយាមកាន់វ៉ាលីឲ្យមានលំនឹងប៉ុណ្ណោះគាត់ស្ទើរតែមិនបានប៉ះនាងទេហើយនាងប្រតិកម្មហួសហេតុយ៉ាងនេះនាងច្បាស់ជាចង់បោកប្រាស់ ល្អហើយដែលកាមេរ៉ាសុវត្ថិភាពសាលាបានថតបានទាំងអស់បើមិនដូច្នេះទេមនុស្សល្អដូចគាត់នឹងត្រូវគេចោទប្រកាន់ដោយអយុត្តិធម៌មានរឿងអីជាមួយ Vanessa បង្វែរការពិតហើយធ្វើដូចជាត្រឹមត្រូវយើងស្ទើរតែត្រូវគេបញ្ឆោត ក្នុងនាមជាជំនួយការរបស់លោក Sterling មិនត្រឹមតែជួយគាត់កម្ចាត់សត្វល្អិតដែលនៅជុំវិញគាត់ប៉ុន្តែថែមទាំងការពារអ្នកកុហកនេះទៀតផង ដូច្នេះបើខ្ញុំធ្វើម៉េចចុះគ្រួសារ Carter វិញពួកគេបានគ្រប់គ្រងអំពើអាក្រក់របស់អ្នកជានិច្ច យល់ព្រមល្អណាស់ដូច្នេះអ្នកទាំងពីរអាចរងចាំត្រូវបណ្ដេញចេញដោយលោក Sterling ឪពុកខ្ញុំនិងលោក Sterling ស្គាល់គ្នាយូរហើយពេលដែលលោក Sterling ដឹងថាអ្នកទាំងពីរកំពុងប្រើអំណាចរបស់អ្នកខុសពីក្រោយខ្នងគាត់អ្នកនឹងត្រូវបញ្ចប់នៅ Northville តើលោកតាមានអារម្មណ៍យ៉ាងណាដែរលោកតាសុខសប្បាយទេប្រសើរជាងមុនច្រើនជូលៀនអរគុណដែលបានសម្អាតឈ្មោះឲ្យខ្ញុំបើអ្នកមិនបានមកទេខ្ញុំនឹងត្រូវតែបញ្ជាក់ដោយជីវិត Julian ខ្ញុំដឹងថាអ្នកមានចិត្តណាល្អតែកុំយកឡានរបស់នាយកជោគដោយមិនសុំទៀតទេវានឹងផ្ដល់អាវុធឲ្យពួកគេ Roxy ខ្ញុំត្រូវតែសារភាពរឿងមួយតាមពិតទៅខ្ញុំគឺ Julian Sterling ជាសៀវនៃក្រុមហ៊ុន Sterling Julian ខ្ញុំដឹងថាអ្នកកំពុងព្យាយាមលួងលោមពួកយើងដោយចេតនាប្រាប់រឿងកំ pl ែងឲ្យយើងស្ដាប់អរគុណ Rofe ខ្ញុំមិនបាននិយាយលេងទេថ្ងៃនោះនៅការិយាល័យចុះបញ្ជីអាពាហ៍ពិពាហ៍ខ្ញុំបានក្លែងខ្លួនជាអ្នកដឹកជញ្ជូនដើម្បីដោះស្រាយសម្ពាធពីគ្រួសារខ្ញុំឲ្យរៀបការដើម្បីសាកល្បងចរិតគូរូបដែលខ្ញុំមិនធ្លាប់ជួបពេលពួកគេដឹងថាខ្ញុំជាអ្នកដឹកជញ្ជូនពួកគេទាំងអស់បានបិទលេខទូរស័ព្ទរបស់ខ្ញុំមានតែអ្នកទេដែលមិនខ្វល់ប្រសិនបើខ្ញុំដឹងថាខ្ញុំនឹងរៀបការជាមួយអ្នកនៅថ្ងៃនោះនៅការិយាល័យចុះបញ្ជីអាពាហ៍ពិពាហ៍ខ្ញុំនឹងមិនដែលស្លៀកឯកសណ្ឋាននោះទេបន្ថយសំឡេងបន្តិចអ្នកទាំងពីរខ្ញុំនៅទីនេះទេ
ជីតាតើខ្ញុំនាំលោកតាទៅកន្លែងថ្មីមួយវិញទេដើម្បីកុំឲ្យលោកតារំខានដោយមនុស្សអាក្រក់ទាំងនោះទេអរគុណយើងអាចក្រក៏ដោយប៉ុន្តែយើងមានសេចក្តីថ្លៃថ្នូរទោះបីជាអ្នករៀបការហើយក៏ដោយខ្ញុំមិនអាចទទួលយកសេចក្តីសប្បុរសរបស់អ្នកដោយឥតប្រយោជន៍បានទេប៉ុន្តែពេលណាអ្នកនឹងនាំរ៉ូសីទៅជួបគ្រួសារចាប់តាំងពីខ្ញុំបានសារភាពអ្វីទាំងអស់ខ្ញុំគ្រោងនឹងនាំរ៉ូសីទៅផ្ទះក្នុងរយៈពេល 2-3 ថ្ងៃក្នុង 2-3 ថ្ងៃតើខ្ញុំគួររៀបចំអំណោយទេចុះបើគ្រួសារអ្នកមិនចូលចិត្តខ្ញុំរ៉ូសីកុំបារម្ភដោយសារខ្ញុំចូលចិត្តអ្នកពួកគេប្រកាសជាចូលចិត្តអ្នកដែររឿងតែមួយគត់ដែលអ្នកត្រូវរៀបចំគឺត្រៀមខ្លួនទទួលក្តីស្រឡាញ់ពីគ្រួសារខ្ញុំលោក Sterling ជីដូនរបស់អ្នកបានទូរស័ព្ទម្ដងទៀតនាងថានាងបានរៀបចំការបរិច្ឆេទថ្មីមួយសម្រាប់អ្នកយេ Julian ទៅជួបនាងមិនសម្លាប់អ្នកទេប្រហែលជាអ្នកនឹងចូលចិត្តនាងយាយសូមឈប់រៀបចំការបរិច្ឆេទឲ្យខ្ញុំទៀតខ្ញុំរៀបការហើយ Julian អាក្មេងអាក្រក់ហ៊ានដាក់ទូរស័ព្ទខ្ញុំវាគ្រាន់តែជាការជួបគ្នាប៉ុណ្ណោះហេតុអ្វីបានជាអ្នកប្រឆាំងវាខ្លាំងម្ល៉េះហើយអ្នកថែមទាំងកុហកថារៀបការហើយទៀតអូបេះដូងខ្ញុំស្ត្រីចាស់នោះឈឺពិតមែនឬក៏ធ្វើពុតអ្នកបើកបរបានរត់គេចខ្លួនចុះបើយើងត្រូវគេចោទប្រកាន់វិញជួយលោកយាយអត់ធ្មត់ផងខ្ញុំនឹងហាយឡានពេទ្យភ្លាមលោកយាយអ្នកភ្ញាក់ហើយគ្រូពេទ្យប្រាប់ថាបណ្ដាលមកពីការតក់ស្លុតការញ័របេះដូងភ្លាមនិងដួលសន្លប់មិនធ្ងន់ធ្ងរទេខ្ញុំបានបង់ថ្លៃព្យាបាលឲ្យអ្នកហើយបន្ទាប់ពីពិនិត្យរួចអ្នកអាចចេញពីមន្ទីរពេទ្យបានអរគុណនាងក្មេងសពថ្ងៃនេះក្មេងដូចនាងមានចិត្តល្អមិនសូវមានទេមិនបាច់អរគុណទេវាមិនមែនជារឿងធំដុំទេខ្ញុំមានចៅប្រុសម្នាក់គាត់អាយុ28ឆ្នាំហើយសង្ហាមានការអប់រំល្អហើយអ្នកមានផងចង់ជួបគាត់ទេមិនបាច់ទេលោកយាយគីលានុបដ្ឋាយិកាបានតាក់ទងគ្រួសារអ្នកហើយខ្ញុំមានការងារត្រូវធ្វើដូច្នេះខ្ញុំនឹងចាកចេញឥឡូវនេះហេនាងក្មេងខ្ញុំមិនមែនជាមនុស្សអាក្រក់ទេចៅប្រុសខ្ញុំពិតជាសង្ហាណាស់អ្នកពិតជាចូលចិត្តគាត់ណាស់នាងក្មេងយ៉ាងហោចណាស់ប្រាប់ខ្ញុំពីឈ្មោះរបស់អ្នកផងយាយយើងចាប់បានអ្នកដែលវាយាយហើយខ្ញុំមកទទួលយាយពីមន្ទីរពេទ្យខ្ញុំមិនចេញទេកូនប្រសាស្រីរបស់ខ្ញុំបានរត់ទៅហើយខ្ញុំចង់ស្លាប់នៅទីនេះទៅវិញកុំនិយាយបែបនោះគ្រូពេទ្យបាននិយាយថានារីវ័យក្មេងម្នាក់បាននាំគាត់មកទីនេះខ្ញុំមិនខ្វល់ទេខ្ញុំចង់បានក្មេងស្រីនោះធ្វើជាកូនប្រសាស្រីរបស់ខ្ញុំយាយខ្ញុំរៀបការហើយយាយចង់ឲ្យខ្ញុំរៀបការពីអ្នកហើយត្រូវគេចាប់ទេរៀបការពិតមែននាងមកពីគ្រួសារណានាងអាយុប៉ុន្មានមានរូបថតទេនាងជាអ្នកស្រុកឬមកពីក្រៅក្រុងក្នុងរយៈពេល 2-3 ថ្ងៃខ្ញុំនឹងនាំនាងមកផ្ទះកុំបារម្ភរឿងនោះអ្នកមិនអាចឆ្លើយសំណួរណាមួយបានទេអ្នកប្រកាសជាកុហកខ្ញុំបន្ទាប់មកអ្នកនឹងជួលអ្នកបណ្ដោះអាសន្នដើម្បីគេចពីខ្ញុំនឹងរៀបចំក្រដាសចេញពីមន្ទីរពេទ្យត្រូវការសមាជិកគ្រួសារចុះហត្ថលេខានាងស្រីមានរឿងអីគីលានុបដ្ឋាយិកាអ្នកអាចពិនិត្យឲ្យខ្ញុំបានទេស្រីវ័យក្មេងដែលបានចេញថ្លៃឲ្យខ្ញុំពីមុននាងធ្វើការនៅឯណាខ្ញុំចង់អរគុណនាងផ្ទាល់មិនអីទេនាងស្រីដូច្នេះឈ្មោះរបស់អ្នកគឺ Rocky លោកយាយមកទីនេះធ្វើអីខ្ញុំមកទីនេះដើម្បីសងលុយអ្នកលុយនេះច្រើនជាងអ្វីដែលខ្ញុំបានចេញឲ្យអ្នកខ្ញុំមិនអាចយកបានទេអ្នកពិតជាក្មេងស្រីចិត្តល្អមែនតើខ្ញុំសូមអញ្ជើញអ្នកញ៉ាំបាយមួយពេលបានទេដើម្បីបង្ហាញការដឹងគុណអ្នកមិនបដិសេធខ្ញុំទេឱកាសនេះមែនទេJulian ខ្ញុំបានផ្ញើទីតាំងឲ្យអ្នករួចហើយហេតុអ្វីមិនទាន់មកយាយឈប់ទៅខ្ញុំរៀបការពិតប្រាកដហើយអ្នកមិនកុហកខ្ញុំទេចឹងហេតុអ្វីមិនប្រាប់ខ្ញុំពីមុនខ្ញុំនិយាយហើយតែអ្នកមិនជឿខ្ញុំនឹងផ្ញើរូបថតមួយនៃលិខិតរៀបការរបស់យើងឥឡូវនេះ
ក្មេងអាក្រក់ឯងហ៊ានរៀបការក្រោយខ្នងយើងចាំខ្ញុំទៅដល់ផ្ទះខ្ញុំនឹងដោះស្រាយជាមួយឯងហេរ៉ូស៊ីសុំទោសដែលធ្វើឲ្យអ្នករងចាំយូរណាស់ខ្ញុំសង្ឃឹមថាចៅប្រុសរបស់ខ្ញុំនឹងមកជួបអ្នកសម្រាប់ការណាត់ជួបប៉ុន្តែគាត់បដិសេធទាំងស្រុងខ្ញុំអរគុណចំពោះរឿងនោះប៉ុន្តែខ្ញុំរៀបការហើយអ្នកមើលទៅដូចអាយុត្រឹម20ប៉ុណ្ណោះហេតុអ្វីបានជាអ្នករៀបការហើយវាជារឿងវែងឆ្ងាយហើយវាដូចជាឧបត្តិហេតុមួយរ៉ូស៊ីខ្ញុំមានអារម្មណ៍ថាស្គាល់អ្នកយូរហើយវាជារឿងគួរឲ្យអាម៉ាស់តែយើងគ្មានឱកាសក្លាយជាគ្រួសារវាមិនអីទេលោកយាយខ្ញុំក៏មានអារម្មណ៍ជិតស្និទ្ធនឹងអ្នកដែរទោះបីយើងមិនមែនជាគ្រួសារខ្ញុំនឹងនៅតែមើលថែអ្នកអូខេល្អខ្ញុំចង់ឃើញស្ត្រីណាដែលបញ្ឆោតចៅប្រុសរបស់ខ្ញុំឲ្យរៀបការសម្ងាត់នាងមិនអាចប្រៀបបាននឹងរកស៊ីទេយាយបងប្រុសកំពុងនាំប្រពន្ធមកផ្ទះថ្ងៃនេះកុំខឹងខ្លាំងពេកចុះបើអ្នកបំភ័យនាងឲ្យរត់ទៅបងប្រុសរបស់អ្នកមិនដែលមានទំនាក់ទំនងស្នេហាទេហើយស្ត្រីចៃដន្យខ្លះបញ្ឆោតគាត់ឲ្យយកលិខិតរៀបការខ្ញុំបដិសេធទាំងស្រុងមិនទទួលស្គាល់នាងជាកូនប្រសាររបស់ខ្ញុំទេរកស៊ីនេះគឺឪពុកម្ដាយនិងប្អូនស្រីរបស់ខ្ញុំជីដូននៅណាជីដូនថាប្រពន្ធរបស់អ្នកធ្វើឲ្យនាងបាត់បង់ចំណង់អាហារនាងមិនព្រមញ៉ាំទេខ្ញុំដឹងហើយតើគ្រួសារអ្នកមានមួយអាចទទួលយកអ្នកដូចខ្ញុំដែលជាកូនប្រសារស្រីក្រីក្រនិងធម្មតាខ្ញុំនឹងហៅជីដូនចុះមកក្រោមទោះបីជានាងមិនចូលចិត្តអ្នកក៏ដោយក៏មិនអីដែរយើងជាប្តីប្រពន្ធយើងជាអ្នកដែលនឹងចំណាយពេលពេញមួយជីវិតជាមួយគ្នាខ្ញុំបានប្រាប់អ្នកថាខ្ញុំមិនចង់ជួបនាងតិរឆានតូចនោះទេប៉ុន្តែអ្នកនៅតែទូចទាញខ្ញុំចុះមកក្រោមគ្រាន់តែជួបនាងម្ដងហើយអ្នកនឹងបដូរចិត្តមិនអាចទេនាងប្រកាសជាបញ្ឆោតអ្នកឲ្យរៀបការអ្នកមិនដែលមានទំនាក់ទំនងស្នេហាពីមុនមកទេឥឡូវនេះអ្នកក្លាហានរហូតដល់រៀបការជាមួយមនុស្សចម្លែកនាងប្រកាសជាបញ្ឆោតអ្នកខ្ញុំគិតថាខ្ញុំមិនគួរនៅទីនេះតតែសោះខ្ញុំគួរតែយល់ពីសញ្ញានេះហើយចាក់ចេញទៅរកស៊ីជូលៀនមនុស្សដែលអ្នកថាអ្នកបានរៀបការគឺរកស៊ីអ្នកគឺជាជីដូនរបស់ជូលៀនអ្នកទាំងពីរស្គាល់គ្នាវាជាកំហុសរបស់យូលៀនទាំងអស់ដែលមិនបានប្រាប់យើងឲ្យឆាប់បើខ្ញុំដឹងថាប្រពន្ធរបស់គាត់ជាអ្នកជួយសង្គ្រោះជីវិតខ្ញុំអ្វីទាំងអស់នេះនឹងមិនកើតឡើងទេខ្ញុំកំពុងគិតថាគួរឲ្យស្ដាយណាស់តែខ្ញុំមិនអាចក្លាយជាគ្រួសារជាមួយរ៉ូឈីបានខ្ញុំមិនដែលនឹកស្មានថាយើងជាគ្រួសារតាំងពីដើមមកទេសម្លាញ់ឯងមកពីណាឪពុកម្ដាយឯងសុខសប្បាយទេយេខ្ញុំជាកូនកំព្រាតាខ្ញុំបានយកខ្ញុំមកចិញ្ចឹមគាត់ជាអ្វីគ្រប់យ៉ាងដែលខ្ញុំមានលោកជំទាវស្ទើលេងប្រកាសជាគិតថាផ្ទៃខាងក្រោយរបស់ខ្ញុំមិនល្អគ្រប់គ្រាន់សម្រាប់ជឿលៀនទេយាយនេះច្រើនពេកហើយខ្ញុំមិនអាចទទួលយកបានទេសម្លាញ់ឯងបានឆ្លងកាត់រឿងជាច្រើនក្នុងរយៈពេលប៉ុន្មានឆ្នាំនេះចាប់ពីពេលនេះទៅយើងទាំងអស់គ្នាជាគ្រួសាររបស់ឯងរកឈីយកទៅនេះជាសេចក្តីស្រឡាញ់របស់យាយចំពោះឯងសូមអរគុណយាយដែលចូលចិត្តខ្ញុំរកស៊ីខ្ញុំបានដុតនំនេះដោយខ្លួនឯងសម្រាប់ឯងដើម្បីអបអរការមកដល់លើកដំបូងរបស់ឯងពិតទេបើខ្ញុំឲ្យឯងនំខួបកំណើតរបស់ខ្ញុំទាំងអស់ចាប់ពីពេលនេះទៅតើឯងរៀបការជាមួយខ្ញុំទេពិតមែនខ្ញុំសន្យារកឈីនេះជាស្រោមសម្បត្តិក្រហមស្វាគមន៍សម្រាប់ឯងថ្លៃបណ្ណាការផ្ទះនឹងឡានសួរបានអ្វីក៏បានដែរហើយបើឯងមានបំណងអ្វីគ្រាន់តែប្រាប់យើងនឹងធ្វើអ្វីដែលយើងអាចធ្វើបានជីដាឲ្យលុយសំណាងនេះដល់ខ្ញុំគាត់ប្រាប់ខ្ញុំឲ្យសន្សំខ្លួនឯងកុំឲ្យវាទៅអ្នកណាម្នាក់រកស៊ីធ្វើជាកូនល្អពេលខ្ញុំធំឡើងខ្ញុំនឹងរៀបការជាមួយអ្នកតើខ្ញុំអាចរៀបការជាមួយអ្នកដោយគ្មានលុយដូចម្ដេចគិតអំពីលុយទាំងអស់នេះជាថ្លៃបណ្ណាការដែលខ្ញុំសន្សំសម្រាប់អ្នកអូននិយាយពីនេះកុំប្រាប់ជីតាអំពីរឿងនេះអញ្ចឹងនេះហើយជាអារម្មណ៍ដែលគេយកចិត្តទុកដាក់ពិតប្រាកដរកស៊ីហេតុអ្វីបានជាអ្នកយំអ្នកឈឺទេយើងធ្វើខុសទេខ្ញុំគ្រាន់តែរំជួលចិត្តណាស់ខ្ញុំមិនត្រូវការថ្លៃបណ្ណាការផ្ទះឬឡានទេខ្ញុំមានតែសេចក្តីប្រាថ្នាមួយប៉ុណ្ណោះកូនល្អប្រាប់យើងមកពីមុនព្រោះគ្រួសារខ្ញុំមានការលំបាកខ្ញុំមិនចង់បន្ថែមសម្ពាធទៀតទេទោះបីខ្ញុំបានចូលរៀននៅសាកលវិទ្យាល័យខ្ញុំត្រូវតែបោះបង់
អស់រយៈពេលជាច្រើនឆ្នាំខ្ញុំបានបង្រៀនខ្លួនឯងនៅខាងក្រៅអ្វីដែលខ្ញុំចង់បានគឺទៅរៀននៅសាកលវិទ្យាល័យក្មេងស្រីដែលចេះគិតពិចារណាណាស់កុំបារម្ភខ្ញុំនឹងរៀបចំឲ្យអ្នកទៅរៀននៅសាកលវិទ្យាល័យ Aferia សប្តាហ៍ក្រោយថ្លៃបណ្ណាការផ្ទះនឹងឡានគ្មានអ្វីមួយនឹងបាត់ឡើយអរគុណយាយតើខ្ញុំគួរធ្វើដូចម្ដេចទោះបីយើងរៀបការរួចហើយនេះនៅតែជាលើកទី1របស់ខ្ញុំដែលដេកលើគ្រែតែមួយជាមួយបុរស Roxy តើអ្នកអាចយកខោអាវគេងឲ្យខ្ញុំបានទេ ជន់រអើប្រយ័ត្នមានរឿងអី គ្មានអីទេនេះជាខោអាវគេងរបស់អ្នក Roxy ឯងខ្មាស់គេ Julian នេះជាលើកដំបូងដែលខ្ញុំរៀបការហើយក៏ជាលើកដំបូងតែខ្ញុំគេងជាមួយបុរសខ្ញុំខ្លាច កុំបារម្ភខ្ញុំនឹងមិនបង្ខំអ្នកឲ្យធ្វើអ្វីទេអ្នកមិនទាន់ស្គាល់ខ្ញុំច្បាស់ទេខ្ញុំសុខចិត្តរងចាំដើម្បីឲ្យអ្នកបើកចិត្តឲ្យខ្ញុំទាំងស្រុង Rosie ប្រហែលជាមិនមែនជាកូនចៅស្រីពិតប៉ុន្តែនាងបានថែទាំលោកតាហើយមើលថែគ្រួសាររាល់ថ្ងៃនាងត្រូវបានផ្ដល់រង្វាន់ជាគំរូកញ្ញូដោយទីក្រុងចាប់ពីថ្ងៃនេះទៅ Rosie គំរូកញ្ញូឥឡូវនេះជាសិស្សនៅសាកលវិទ្យាល័យរបស់យើង មីងខ្ញុំមិនចង់ឲ្យ Rosie នេះចូលសាលារបស់យើងទេអ្នកត្រូវតែជួយខ្ញុំកុំបារម្ភខ្ញុំជាជំនួយការក្រុមប្រឹក្សាខ្ញុំមានសិទ្ធិនិយាយក្នុងរឿងនេះខ្លះដែរ ខ្ញុំមិនយល់ព្រមទេ Vanessa តើការជំទាស់របស់អ្នកជាអ្វី អ្នកមិនគួរទទួលនាងទេនាងគួរត្រូវបណ្តេញចេញកុំឲ្យនាងបញ្ឆោតអ្នកក្នុងនាមជាសិស្ស Rosie មានជីវិតផ្ទាល់ខ្លួននិងញ៉ៃញ៉ៃក្នុងនាមជាបុគ្គលិកនាងមានដៃស្អិតសាកលវិទ្យាល័យ Atheria ជាសាលាចាស់ល្បីឈ្មោះតើយើងអាចរក្សាមនុស្សដូចនាងដោយរបៀបណាតើអ្នកមានភស្តុតាងសម្រាប់អ្វីដែលអ្នកនិយាយទេបើគ្មានវាទេវាគ្រាន់តែជាការប្រមាថប៉ុណ្ណោះ អ្នកចង់បានភស្តុតាងខ្ញុំមានវា Roxy មកសាលារៀនដោយឡានប្រណេតសូម្បីតែសម្លៀកបំពាក់របស់នាងក៏ជាម៉ាកយីហោល្បីទាំងអស់ដែរខ្សែដៃត្បូងកណ្ដៀងនៅលើកដៃរបស់នាងមានតម្លៃយ៉ាងហោចណាស់$1 លានបើគិតពីផ្ទៃខាងក្រោយគ្រួសារនាងមិនអាចមានលទ្ធភាពទិញរបស់ទាំងនេះទេ Roxy ច្បាស់ជារកបានបុរសអ្នកមានម្នាក់ហើយមនុស្សគ្មានសីលធម៌ដូចនាង នឹងធ្វើឲ្យខូចតម្លៃគ្រប់គ្នាទាំងអស់ នេះគ្រាន់តែជាជីវិតផ្ទាល់ខ្លួនរបស់ Roxy ប៉ុណ្ណោះបើគ្មានភស្តុតាងច្បាស់លាស់ទេយើងមិនអាចសន្និដ្ឋានបានទេ បើសិស្សទាំងអស់ប្រឆាំងការទទួល Roxy ចូលរៀនតើនាងមិនគួរគិតពីបញ្ហារបស់ខ្លួនឯងទេអ្នកមិននិយាយជំនួសសិស្សទាំងអស់ទេខ្ញុំមិនអាចតំណាងពួកគាត់ទេប៉ុន្តែពាក្យសម្ដីរបស់ប្រធានក្រុមសិស្សមានទម្ងន់ខ្លះដែរ ក្នុងអំឡុងពេលដែល Roxy កំពុងសម្អាតអគារសិក្សាសិស្សបានបាត់សៀវភៅសិក្សានិងសម្ភារៈសិក្សាជាបន្តបន្ទាប់សិស្សខ្លះបានរាយការណ៍ថាបានឃើញ Roxy លួចរបស់ទាំងនោះយកលុយនាងគឺជាចោរពីកំណើត សៀវភៅទាំងនោះជាសៀវភៅចាស់ដែលមិត្តរួមថ្នាក់ឲ្យខ្ញុំបានលក់វាក្រដាសនោះជាក្រដាសសំណល់ពីហាងបោះពុម្ពខ្ញុំមិនបានលួចអ្វីទេចុះតើអ្នកពន្យល់ពីខ្សែដៃ$1 លានរបស់អ្នកយ៉ាងម៉េចនោះជាអំណោយពីយាយរបស់ខ្ញុំអ្នករាល់គ្នាដឹងថាអ្នកជាកូនកំព្រាអ្នកត្រូវបានគេយកមកចិញ្ចឹមដោយតាចាស់នៅមាត់ទ្វារដូច្នេះតើអ្នកមានយាយមកពីណានាងគឺជាយាយរបស់ប្តីខ្ញុំអញ្ចឹងវាកាន់តែគួរឲ្យអស់សំណើចទៅទៀតប្តីរបស់អ្នកគ្រាន់តែជាអ្នកដឹកជញ្ជូនប៉ុណ្ណោះតើគាត់មានលុយប៉ុន្មានតើគាត់អាចទិញខ្សែដៃត្បូងកណ្ដៀង$1 លានដោយរបៀបណាអ្នកនិយាយកុហកគ្រប់ពេលដោយសារអ្នកមិនអាចពន្យល់ពីប្រភពនៃខ្សែដៃត្បូងកណ្ដៀងបានដូច្នេះនេះជារបស់លួចត្រូវតែរឹបអូសខ្ញុំមិនឲ្យអ្នកទេ
Roxy អ្នកត្រូវបានបណ្ដេញចេញអ្នកត្រូវបានដកសិទ្ធិកុំឲ្យខ្ញុំឃើញអ្នកនៅក្នុងបរិវេណសាលាម្ដងទៀតតាំងពីពេលណាមកដែលជំនួយការខាងក្រៅធម្មតានៅសាលារបស់អ្នកមានសិទ្ធិបណ្ដេញបុគ្គលិកហេហើយអ្នកជានរណាគាត់ជាប្តីរបស់ Roxy តែគ្មានតម្លៃគាត់ជាអ្នកដឹកជញ្ជូននោះគាត់មើលទៅសមរម្យណាស់ប៉ុន្តែមិនសមទេឥឡូវគាត់ជាអ្នកបើកបរសម្រាប់គ្រួសារ Sterling ហើយធ្វើខ្លួនឯងធំគ្រាន់តែពាក់ឈុតមិនមែនមានន័យថាគាត់អាចលុបបំបាត់និស្ស័យអ្នកសុំទានរបស់គាត់ទេទោះបីមីងរបស់ Vanessa គ្មានសិទ្ធិបណ្ដេញអ្នកណាម្នាក់ក៏ដោយវាមិនមែនជាភារៈរបស់អ្នកក្នុងនាមជាអ្នកបើកបរដើម្បីនិយាយដើមគេពីក្រោយខ្នងទេអ្នកបើកបរអ្វីគាត់ជាមិនថាគាត់ជាអ្នកណាទេនរណាម្នាក់អាចនិយាយក្នុងនាមជាពលរដ្ឋខ្ញុំសួរបានទេតើគ្រួសារ Sterling មានសំណុំពរអ្វីទេក្រុមហ៊ុន Sterling ពេញចិត្តយ៉ាងខ្លាំងចំពោះអាកប្បកិរិយារបស់សាលាអ្នកក្នុងការឲ្យតម្លៃទេពកោសល្យដើម្បីលើកទឹកចិត្តសាលាទាំងអស់ឲ្យធ្វើតាមគំរូរបស់សាកលវិទ្យាល័យ Atheria យើងបានសម្រេចចិត្តបរិច្ចាគប្រាក់$10 លានដល់ Atheria $10 លានទោះយ៉ាងណាពេលខ្ញុំចូលមកទើបតែពេលនេះអ្នកហាក់ដូចជាគ្មានចិត្តណាទទួល Roxy ដែលជាអ្នកជំនាញមានទេពកោសល្យជាសិស្សទេបើអ្នកគ្រាន់តែធ្វើពុតជាខាងក្រៅនោះក្រុមហ៊ុន Sterling គ្មានហេតុផលដើម្បីបរិច្ចាគឲ្យអ្នកទេយកមកវិញ Atheria មិនត្រូវការថវិកានេះទេក្រុមហ៊ុន Sterling បរិច្ចាគ$10 លានដល់សាកលវិទ្យាល័យ Atheria ទៅយើងត្រូវការវា Atheria ប្រកាសជានៅតែត្រូវការវាអញ្ចឹងទេចុះហេតុអ្វីបានជាអ្នកនេះតែងតែរើសអើង Roxy សុំទោស Roxy ឥឡូវនេះហេតុអ្វីខ្ញុំត្រូវខ្ញុំគ្រាន់តែធ្វើការងាររបស់ខ្ញុំប៉ុណ្ណោះខ្ញុំមិនត្រូវការសុំទោសរបស់នាងទេខ្ញុំគ្រាន់តែចង់បានខ្សែដៃត្បូងកែវរបស់ខ្ញុំប្រកាសណាស់អ្នកមិនត្រូវការខ្ញុំបង្ហាញអត្តសញ្ញាណខ្លួនឯងនិងក្រោកឈរការពីអ្នកទេមិនចាំបាច់ទេខ្ញុំគ្រាន់តែចង់រស់នៅក្នុងជីវិតសាកលវិទ្យាល័យធម្មតាដូចសិស្សមហាវិទ្យាល័យដទៃទៀតដែរអ្នកជាកូនអ្នកមានតែចូលតាមរយៈទំនាក់ទំនងទោះអ្នកចូលរៀនបានក៏អ្នកមិនបានការគោរពដែរលុយគឺជាសម្លេងបោះឆ្នោតមិនយល់ពមអាកុសខលហើយRoxy នៅសាលារៀនត្រូវប្រកាសថាចុះសម្រុងជាមួយមិត្តរួមថ្នាក់របស់អ្នកស្ដាប់គ្រូដោយយកចិត្តទុកដាក់ហើយកុំទ្រាំទ្រនឹងការបៀតបៀនដោយស្ងៀមស្ងាត់អ្នកទៅរៀនដូច្នេះអ្នកមិនចាំបាច់ធ្វើឲ្យនរណាម្នាក់ពេញចិត្តទេខ្ញុំដឹងហើយអ្នកបានប្រាប់ខ្ញុំ800ដងការបញ្ជូន Roxy ទៅរៀននៅមហាវិទ្យាល័យធ្វើឲ្យខ្ញុំភ័យជាងពេលដែលខ្ញុំបញ្ជូនបងប្រុសរបស់អ្នកទៅរៀននៅសាលាធំនាងគឺជាអ្នកដែលអ្នកស្រីការធ្វើបាននិយាយកូនអ្នកមានទំនាក់ទំនងពិតប្រាកដណាស់យើងទៅឆ្ងាយពីនាងដើម្បីកុំឲ្យមានបញ្ហាសុំទោសតើគ្រូបានបង្រៀនអ្វីខ្លះក្នុងម៉ោងរៀនមុនខ្ញុំមិនដឹងទេកុំសួរខ្ញុំអ្នកណាអាចចែកសម្ភារៈដែលគ្រូបានរៀបចំម្នាក់មួយយើងនឹងត្រូវការវាសម្រាប់ម៉ោងរៀននេះខ្ញុំនឹងធ្វើអូខ្ញុំបានទម្លាក់វា Roxy តើអ្នកអាចរើសវាឲ្យខ្ញុំបានទេRoxy អ្នកមានបញ្ហាទេជាមួយ Vanessa ដូច្នេះអ្នកហែករបស់គាត់ដោយចេតនាថេងកុំបន្ទោស Roxy វាជាកំហុសរបស់ខ្ញុំទាំងស្រុងខ្ញុំជន់វាដោយចៃដន្យត្រឹមត្រូវពិតជាកំហុសរបស់អ្នកទាំងស្រុងមានតែមួយច្បាប់ក្នុងមនុស្សម្នាក់គ្មានបន្ថែមទេដោយសារអ្នកហែកសម្ភារៈរបស់ខ្ញុំតើខ្ញុំអាចយករបស់អ្នកបានទេ Roxy យើងទាំងអស់គ្នាជាមិត្តរួមថ្នាក់តើមានអីធំដុំទេក្នុងការឲ្យច្បាប់មួយដោយសារអ្នកគិតថាវាមិនមែនជារឿងធំទេដូច្នេះឲ្យច្បាប់របស់អ្នកទៅគាត់តើអ្នកនឹងធ្វើដូច្នេះទេVanessa នេះយករបស់ខ្ញុំទៅ Hammer នេះជាជំរើសរបស់សាស្ត្រាចារ្យឯកសារនិក្ខេបបទពូកែអ្នករាល់គ្នាអាចមកមើលបាន Vanessa និក្ខេបបទរបស់អ្នកតែងតែសរសេរបានល្អណាស់លើកនេះនិក្ខេបបទពូកែពិតជានឹងក្លាយជារបស់អ្នកអ្នកគិតថាលុយដែលខ្ញុំឲ្យអ្នកសរសេរជំនួសគឺមិនមានប្រយោជន៍ទេ Vanessa អ្នកពិតជាអស្ចារ្យណាស់តើអ្នកអាចចែករំលែកគន្លឹះជាមួយយើងបានទេវាមិនមែនជាអ្វីពិសេសទេ Vanessa ធ្លាប់ជាកំពូលនៃថ្នាក់របស់នាងតាំងពីក្មេងមនុស្សដែលមានទេពកោសល្យកើតមកមានទេពកោសល្យ
ចាំបន្តិចកិច្ចការនេះមិនមែនជារបស់ Vanessa ទេ មិនអីទេវាមិនអីទេបើមិនមែនជារបស់ខ្ញុំ Vanessa មិនមែនជាទេពធីតាទេតើនាងអាចសរសេរឯកសារល្អបំផុតរាល់ពេលយ៉ាងដូចម្តេចតើឯកសាររបស់អ្នកណាវាគឺ របស់ Rochi មិនអាចទៅរួចទេនាងមិនដែលមករៀនពីមុនមកទេតើនាងអាចមានកិច្ចការផ្ទះដោយរបៀបណាតើអ្នកប្រើល្បិចអ្វីវាអាក្រក់គ្រប់គ្រាន់ហើយដែលអ្នកលោតចូលថ្នាក់យើងប៉ុន្តែអ្នកបានប្រកល់កិច្ចការផ្ទះមុនពេលមករៀនហើយវាថែមទាំងត្រូវបានវាតម្លៃថាជាស្នាដៃឆ្នាំទៀតផងខ្ញុំមិនបានធ្វើអ្វីខុសទេខ្ញុំមកទីនេះដើម្បីរៀនសូត្រឲ្យបានខ្លាំងខ្ញុំគ្មានពេលសម្រាប់ល្បែងក្មេងរបស់អ្នកទេអ្នកមិនបានធ្វើអ្វីទាំងអស់ប៉ុន្តែអ្នកនៅតែប្រកល់កិច្ចការសម្រាប់ថ្នាក់ដែលអ្នកមិនដែលចូលរៀនតើអ្នកណានឹងជឿរឿងនោះខ្ញុំសង្ស័យថាអ្នកបានប្រព្រឹត្តលួចចម្លងស្នាដៃសិក្សាគិតតាមអ្វីដែលអ្នកចង់បានសូមប្រកល់ស្នាដៃខ្ញុំមកវិញហេតុអ្វីខ្ញុំត្រូវធ្វើដូច្នេះការក្លែងបន្លំស្នាដៃនឹងធ្វើឲ្យអ្នកត្រូវទទួលទោសអ្នកកំពុងព្យាយាមលួចភស្តុតាងតើអ្នកមានសិទ្ធិអ្វីក្នុងការហែកស្នាដៃខ្ញុំមិនបានហែកស្នាដៃអ្នកទេអ្នកត្រូវគេចាប់បានហើយឥឡូវអ្នកកំពុងព្យាយាមបំផ្លាញភស្តុតាងខ្ញុំគ្រាន់តែរក្សាភស្តុតាងនៃកំហុសរបស់អ្នកខ្ញុំនឹងធ្វើជាសាក្សីវាជាកំហុសរបស់ Rochi ទាំងស្រុងអ្នកជាអ្នកចាប់យកវាមនុស្សអាចមើលឃើញការពិតអ្នករាល់គ្នាអាចវិនិច្ឆ័យដោយខ្លួនឯងអ្នកនឹងឃើញថាខ្ញុំកំពុងនិយាយការពិតខ្ញុំអាចជាអ្នកទាំងពីរស្រែកពីសាលធំតើមានរឿងអីមីងខ្ញុំនឹងទៅក្រុមប្រឹក្សាភិបាលដើម្បីរាយការណ៍ Rochi ពីការលួចចម្លងស្នាដៃសិក្សាការលួចចម្លងស្នាដៃសិក្សាមិនមែនជារឿងតូចតាចទេអ្នកមិនអាចនិយាយយ៉ាងនេះបានទេករណីធ្ងន់ធ្ងរអាចនាំឲ្យមានការបណ្តេញចេញពីសាលាខ្ញុំមិនមែននិយាយបំភ្លើសទេថ្ងៃនេះជាថ្ងៃដំបូង Rochi ចូលរៀនប៉ុន្តែកិច្ចការដែលពូកែនោះជាកិច្ចការរបស់នាងអ្នកណានឹងជឿរឿងនោះមែនហើយនាងច្បាស់ជាបានលួចស្នាដៃរបស់និស្សិតដទៃឬក៏នាងជួលគេសរសេរបើមិនដូច្នោះទេតើនាងអាចមិនបានចូលរៀននៅតែដាក់កិច្ចការបានដូចម្តេចអ្នកនៅតែចោទប្រកាន់ខ្ញុំពីការក្លែងបន្លំសិក្សានិងលួចចម្លងនេះជាថ្ងៃដំបូងរបស់ខ្ញុំនៅក្នុងថ្នាក់ហេតុអ្វីខ្ញុំត្រូវក្លែងបន្លំអ្វីដើម្បីឲ្យគ្រូពេញចិត្តពិតណាស់អ្នករាល់គ្នាដឹងពីរបៀបដែលអ្នកចូលសាលានេះមនុស្សដូចអ្នកពូកែខាងធ្វើឲ្យអ្នកអតីតពេញចិត្ត Rochi តើពិតទេអ្នកទាំងអស់គ្នារួមគ្នាមែនទេតើការពិតសំខាន់សម្រាប់អ្នកទេដូច្នេះអ្នកសារភាពហើយខ្ញុំកំពុងតែទូរស័ព្ទទៅនាយកសាលាលើយើងមិនអាចទុកនិស្សិតអសិលធម៌ដូចអ្នកធ្វើឲ្យសាលានេះបាត់បង់កិត្តិយសប្រពន្ធខ្ញុំទើបតែចូលរៀនថ្ងៃដំបូងនាងប្រហែលជាមិនទាន់ស្គាល់កម្មវិធីសិក្សារបស់សាលាទេសូមអធិស្ឋានផងកុំបារម្ភខ្ញុំនឹងធានាថាប្រពន្ធអ្នករក្សាអត្តសញ្ញាណរបស់នាងជាសម្ងាត់និងមានបទពិសោធន៍រៀនល្អបំផុតនៅក្នុងសាលារបស់យើងតើនាយកសាលានិយាយអ្វីពិតណាស់គាត់ទាមទារឲ្យមានការប្រកាសវិន័យពេញសាកលវិទ្យាល័យហើយបន្ទាប់មកបណ្តេញ Rochi ចេញ Rochi អ្នកពិតជាមានសំណាងណាស់នាយកសាលាកំពុងទទួលភ្ញៀវសំខាន់ម្នាក់គាត់មិនមានពេលសម្រាប់រឿងតូចតាចរបស់អ្នកទេឥឡូវនេះនិយាយម្យ៉ាងទៀត Rochi ធ្វើអ្វីមួយអាក្រក់ណាស់ហើយនាងរួចខ្លួនដោយគ្មានទោសតើវាអាចទៅរួចយ៉ាងដូចម្តេចគ្រូបង្រៀនសម្រាប់ថ្នាក់នេះគឺសាស្ត្រាចារ្យ Davis គាត់ត្រូវបានគេស្គាល់ទូទាំងបរិវេណសាលាថាតឹងរឹងគាត់ប្រកាសជាមិនអត់ធ្មត់ការបោកប្រាស់ផ្នែកសិក្សានៅក្នុងថ្នាក់រៀនរបស់គាត់សាស្ត្រាចារ្យ Davis មិនត្រឹមតែជាគ្រូបង្រៀនដែលមានបទពិសោធន៍រាប់ទសវត្សរ៍ប៉ុន្តែក៏ជាអ្នកប្រាជ្ញដែលសាលាយើងខំប្រឹងដើម្បីទាក់ទាញឲ្យមកគាត់មានឥទ្ធិពលច្រើនបើគាត់ដឹងថា Rochi លួចចម្លងក្រដាសអ្នកអតីតវានឹងមិនមែនគ្រាន់តែការបណ្តេញចេញធម្មតាទេចាប់ពីពេលនេះទៅគ្មាននរណាក្នុងវិស័យនេះនឹងជួលនាងឡើយ Rochi ខ្ញុំភ្លេចប្រាប់អ្នករឿងមួយ Jason និងខ្ញុំនឹងភ្ជាប់ពាក្យក្នុងរយៈពេល3ខែទៀត Jason ថែមទាំងនិយាយថាគាត់ចង់ឲ្យអ្នកធ្វើជាអ្នកបម្រើកូនក្រមុំអ្នកចិត្តត្រូវបានដាក់ក្នុងបញ្ជីខ្មៅក្នុងពិភពសិក្សាហើយដូច្នេះខ្ញុំគិតថាយើងនឹងមិនឃើញអ្នកទេមែនទេអញ្ចឹងទេបើអញ្ចឹងខ្ញុំសូមជូនពរអ្នកនិងមនុស្សឥតបានការនោះឲ្យមានជីវិតសប្បាយជាមួយគ្នាសូមឲ្យអ្នកមិនដែលបែកគ្នាឡើយកុំធ្វើជាមនុស្សឥតដឹងគុណបែបនេះតើអ្នកកំពុងធ្វើអ្វីសាស្ត្រាចារ្យ Davis សូមឲ្យខ្ញុំពន្យល់ពីស្ថានភាពនេះដល់អ្នកមិនបាច់ទេម៉ោងរៀនហើយសូមចេញទៅក្រៅខ្ញុំមិនខ្វល់ពីបញ្ហាអ្វីដែលអ្នកមានទេគ្មាននរណាបង្កបញ្ហាក្នុងថ្នាក់របស់ខ្ញុំទេបើអ្នកមិនអង្គុយទេចូលចេញពីទីនេះទៅតើអ្នកមានការជំទាស់អ្វីផ្សេងទៀតទេសាស្ត្រាចារ្យ Davis ខ្ញុំចង់រាយការណ៍នរណាម្នាក់ក្នុងថ្នាក់របស់យើងពីការបោកប្រាស់ផ្នែកសិក្សានិខេបបតណាបើសើអ្នកណាហ៊ានបោកប្រាស់នៅក្រោមភ្នែកខ្ញុំ
វាជានិក្ខេបបទឆ្នាំថ្ងៃនេះនៅលើវេទិកាសាស្ត្រាចារ្យ Davis ត្រូវតែខឹងខ្លាំងបន្ទាប់ពីជីវិតដែលពោពេញដោយកិត្តិយសគាត់ពិតជាបានបង្រៀនសិស្សដូចជារកស៊ីវាកំពុងបំផ្លាញកេរ្តិ៍ឈ្មោះរបស់គាត់អ្នកណាធ្វើរឿងនេះជានិក្ខេបបទឆ្នាំរបស់រកស៊ីនោះហើយជានាងលួចចម្លងការងារអ្នកដទៃខ្ញុំកំពុងសួរថាអ្នកណាហែករឿងនេះសាស្ត្រាចារ្យ Davis ខ្ញុំហើយពេលកំពុងតស៊ូជាមួយវ៉ានីសាដើម្បីវាខ្ញុំហែកវាដោយចៃដន្យតើអ្នកឈ្មោះអ្វីសាស្ត្រាចារ្យ Davis នាងគឺរកស៊ីដូច្នេះអ្នកគឺរកស៊ីតើសាស្ត្រាចារ្យ Davis ស្គាល់រកស៊ីទេរកស៊ីមានកំណត់ត្រាអាក្រក់នាងអាចមានកំណត់ត្រាពីមុនវាមិនមែនជារឿងគួរឲ្យភ្ញាក់ផ្អើលទេដែលសាស្ត្រាចារ្យ Davis ស្គាល់រកស៊ីតើអ្នកចង់ស្នាក់នៅសម្រាប់កម្មវិធីអនុបណ្ឌិតដែលមានការធានានឹងក្លាយជានិស្សិតថ្នាក់អនុបណ្ឌិតរបស់ខ្ញុំទេសាស្ត្រាចារ្យ Davis សូមអរគុណចំពោះការអញ្ជើញប៉ុន្តែខ្ញុំមិនមានគម្រោងបន្តការសិក្សានៅពេលនេះទេប្រសិនបើខ្ញុំផ្លាស់ប្ដូរគំនិតនៅពេលណាមួយខ្ញុំពិតជានឹងមករកអ្នកតើខ្ញុំមានត្រឹមត្រូវទេសាស្ត្រាចារ្យ Davis ដែលគ្រប់គ្នាអង្វរចង់រៀនជាមួយកំពុងអញ្ជើញយ៉ាងសកម្មរកស៊ីឲ្យក្លាយជានិស្សិតថ្នាក់អនុបណ្ឌិតរបស់គាត់ហើយរកស៊ីមិនបានយល់ព្រមទេតើនាងក្លាហានប៉ុណ្ណាតើនាងហ៊ានបដិសេធសាស្ត្រាចារ្យ Davis យ៉ាងម៉េចសាស្ត្រាចារ្យ Davis តើអ្នកយល់ច្រឡំទេនិក្ខេបបទឆ្នាំរបស់រកស៊ីគឺคล้ายនាងមិនស័ក្តិសមជាសិស្សរបស់អ្នកទេអ្នកហើយដែលខ្លាញ់បន្លំពីអ្នកហើយអ្វីបានជាអ្នកហែកសារណារបស់រកស៊ីប្រសិនបើអ្នកមិនអាចផ្ដល់ការពន្យល់សមរម្យឲ្យខ្ញុំអ្នកមិនចាំបាច់ចូលរៀនរបស់ខ្ញុំទៀតទេសាស្ត្រាចារ្យ Davis រកស៊ីមិនទាន់បានចូលរៀនរបស់លោកសាស្ត្រាចារ្យទេប៉ុន្តែនាងបានបញ្ជូននិក្ខេបបទដ៏ល្អឥតខ្ចោះនោះមិនសមហេតុផលទេតើលោកកំពុងនិយាយថានាងមានសមត្ថភាពមើលឃើញមុនឬអ្នកអះអាងថារកស៊ីមិនបានចូលរៀនរបស់ខ្ញុំវ៉ានេសាដូច្នេះសូមឲ្យខ្ញុំសួរអ្នកថាឈ្មោះនេះតើអ្នកបានចូលរៀនរបស់ខ្ញុំទេអូប្រញ៉ៃញ៉ៃនេះជាលើកទី1របស់ខ្ញុំក្នុងថ្នាក់ឈ្មោះនេះខ្ញុំមកតែមើលរកស៊ីធ្វើខ្លួនឯងឲ្យអាម៉ាស់ខ្ញុំបានរំលងថ្នាក់ដើម្បីទៅជប់លៀងប្រសិនបើអ្នកពិតជាបានចូលថ្នាក់របស់ខ្ញុំអ្នកប្រកាសជាចងចាំនាងតែងតែអង្គុយជួរមុខនាងមិនដែលខកខានថ្នាក់ទេវាគ្រាន់តែថាខ្ញុំមិនដែលស្គាល់ឈ្មោះនាងហើយខ្ញុំមិនដឹងថានាងកំពុងដាក់កិច្ចការដោយអនាមិកដូច្នេះអ្នកជាសិស្សថ្មីដែលបានចាប់ផ្ដើមថ្ងៃនេះបាទខ្ញុំធ្លាប់ធ្វើការជាអ្នកសម្អាតនៅទីនេះកូនល្អខ្ញុំចូលចិត្តអ្នកឧស្សាហ៍ព្យាយាមដែលចង់រៀនអ្នកគួរតែជាសិស្សរបស់ខ្ញុំប៉ុន្តែអ្នកមិនបានមកច្រើនដូចអ្នកសម្អាតទេសាស្ត្រាចារ្យ Davis Vanessa មិនមានចេតនាគ្មានលេសទៀតទេអ្នកបានបរាជ័យក្នុងថ្នាក់របស់ខ្ញុំឈ្មោះនេះហើយទៅរៀនសម្រាប់ការប្រឡងសង្វិញអីខ្ញុំខឹងណាស់សំបីតែបុរសចាស់នោះក៏នៅខាងរត់ឆៃដែរអីចឹងហើយយុទ្ធធម៌សិក្សាមីងសាស្ត្រាចារ្យ Davis គំរាមឲ្យខ្ញុំធ្លាក់អ្នកត្រូវតែនៅខាងខ្ញុំណាកុំបារម្ភការប្រឡងសងមិនអីទេខ្ញុំនឹងរកវិធីមើលការប្រឡងឲ្យឯងអាចចម្លងចម្លើយបានឯងនឹងជាប់ដោយងាយឃើញទេនាយកសាលាហៅខ្ញុំស្មានថាគាត់ទំនេរហើយត្រៀមដោះស្រាយជាមួយរ៉ូឈីសួស្ដីលោកនាយកវ៉ែនអ្នកមិនបានផ្ដោតលើការងារថ្មីនេះទេផ្ទុយទៅវិញអ្នកបានប្រើអំណាចខុសសម្រាប់ក្មួយស្រីរបស់អ្នកកំពុងសុំឲ្យគេបណ្តេញចេញលោកនាយកវ៉ែនសូមឲ្យខ្ញុំពន្យល់ផងទុកលេសរបស់អ្នកទៅសាលានឹងបណ្តេញអ្នកចេញមីងនាយកសាលាថាអ្វីគាត់ថាគាត់នឹងបណ្តេញខ្ញុំចេញប៉ុន្មានដងហើយដែលខ្ញុំប្រាប់ឯងកុំហៅខ្ញុំថាមីងនៅសាលាឯងចាំអត់មើលទៅអីកើតឡើងខ្ញុំបាត់បង់ការងារស្រែកដាក់ខ្ញុំមានប្រយោជន៍អីទាំងអស់គឺកំហុសរបស់រ៉ូឈីខ្ញុំសុំទោសខ្ញុំឃើញអ្នកច្រើនដងអង្គុយនៅជួរខាងមុខក្នុងថ្នាក់ប៉ុន្តែខ្ញុំខ្លាច Vanessa នឹងបង្កបញ្ហាសម្រាប់ខ្ញុំដូច្នេះខ្ញុំមិនហ៊ានចេញមុខធ្វើសាក្សីសម្រាប់អ្នកទេមិនអីទេខ្ញុំយល់ខ្ញុំសង្ឃឹមថាអ្នកនឹងក្លាហានជាងនេះនៅពេលក្រោយហើយកុំខ្លាចអំណាចJillian ឯងធ្វើអីនៅទីនេះវាជាថ្ងៃដំបូងរបស់អ្នកទៅសាលាសម្ពាធឈាមរបស់យាយកើនឡើងដោយសារតែការព្រួយបារម្ភគាត់បានបញ្ជូនខ្ញុំមកមើលអ្នកកុហកអ្នកកំពុងកុហកទាំងស្រុងហងនិយាយឲ្យត្រង់ទៅខ្ញុំនឹកអ្នកតើអ្នកប្រកាសទេថាអ្នកមិនត្រូវការខ្ញុំដើម្បីជួយអ្នកដោះស្រាយជាមួយពួកមនុស្សអាក្រក់ទាំងនោះទេខ្ញុំនៅទីនេះដើម្បីសិក្សាខ្ញុំមិនចង់លេចធ្លោទេឬទទួលការព្យាបាលពិសេសកុំបារម្ភ
សេចក្តីស្រឡាញ់របស់អ្នកផ្ដល់ឲ្យខ្ញុំនៅទំនុកចិត្តខ្ញុំនឹងមិនអនុញ្ញាតឲ្យខ្លួនឯងត្រូវគេយកប្រយោជន៍ទៀតទេ Vanessa អាជីវកម្មចាប់ផ្ដើមរបស់ខ្ញុំបរាជ័យម្ដងទៀតតើអ្នកអាចសួរលោក Carter រកលុយបន្ថែមទៀតបានទេខ្ញុំសន្យាខ្ញុំនឹងសងអ្នកវិញនៅពេលខ្ញុំចាប់ផ្ដើមរកចំណេញ Jason តើអ្នកបាននិយាយប៉ុន្មានដងហើយបើអ្នកសួរខ្ញុំកាលពីពេលនោះខ្ញុំមិនគួរបានបញ្ចុះបញ្ចូលឪពុកខ្ញុំឲ្យវិនិយោគលើអ្នកទេ ខ្ញុំនឹងក្លាយជាមហាសេដ្ឋីទុកចិត្តខ្ញុំ ខ្ញុំមិនជឿសោះ ខ្ញុំបានប្រាប់អ្នកតាំងពីយូរមកហើយ Jason គឺជាមនុស្សមិនចេះទទួលខុសត្រូវទាំងស្រុងប៉ុន្តែអ្នកមិនស្ដាប់ ប៉ានោះដោយសារតែខ្ញុំនៅក្មេងនឹងឆោតល្ងងចាប់ពីពេលនេះទៅខ្ញុំនឹងស្ដាប់អ្នក Vanessa បើអ្នកសួរខ្ញុំកុំភ្ជាប់ពាក្យជាមួយ Jason ដែរយើងមានបេក្ខជនល្អជាង តើគាត់ជានរណា Julian Sterling នាយកប្រតិបត្តិនៃក្រុមហ៊ុន Sterling ពិតទេ ខ្ញុំបានឮថាមិនដែលមានស្ត្រីនៅជុំវិញគាត់ទេតើអ្នកមានវិធីតាក់ទងគាត់ទេ មានអាហារពេលល្ងាចអាជីវកម្មនៅខែក្រោយគាត់បានបញ្ជូននរណាម្នាក់ដោយផ្ទាល់ដើម្បីផ្ដល់ការអញ្ជើញឲ្យខ្ញុំនឹងនិយាយជាមួយគាត់នៅពេលនោះ Vanessa របស់យើងស្អាតណាស់វាជាការខាតបង់របស់លោក Sterling ប្រសិនបើគាត់ខកខាន សូមអរគុណប៉ា Roxy នៅពេលខ្ញុំក្លាយជាភរិយារបស់នាយកប្រតិបត្តិនៅក្រុមហ៊ុន Sterling ខ្ញុំនឹងកំទេចអ្នកដូចជាសត្វល្អិតមួយគេ លោក Sterling សូមអរគុណដែលបានផ្ដល់ឱកាសនេះដើម្បីសហការមានរឿងមួយទៀតដែលខ្ញុំចង់សួរលោក Carter អ្នកមានចិត្តល្អណាស់សូមនិយាយទៅមុខលោក Sterling អ្នកអាយុ28ឆ្នាំមែនទេនៅលីវទេកូនស្រីខ្ញុំ Vanessa បានកោតសរសើរអ្នកយូរហើយខ្ញុំឆ្ងល់ថាតើអ្នកប្រហែលជាចាប់អារម្មណ៍ទេខ្ញុំស្គាល់កូនស្រីអ្នកនាងហាក់ដូចជាមានមិត្តប្រុសហើយមែនទេខ្ញុំមិនបានរំពឹងថាអ្នកនឹងតាមដានកូនស្រីខ្ញុំទេហាក់ដូចជាអ្នកមានចំណាប់អារម្មណ៍យូរមកហើយអ្នកបានអញ្ជើញខ្ញុំមកទីនេះសម្រាប់នាងមែនទេពិតមែនរឿងមិត្តប្រុសនោះជារឿងคล้ายៗទាំងអស់កូនស្រីខ្ញុំបរិសុទ្ធនឹងឥតសូវមកនាងមិនដែលមានទំនាក់ទំនងស្នេហាក្នុងជីវិតរបស់នាងឡើយដូច្នេះខ្ញុំពិតជានឹងមិនរារាំងការផ្គូផ្គងនេះឡើយចប់ហើយ Julian ចាប់ពីពេលនេះទៅយើងជាគ្រួសារតែមួយល្អណាស់លោក Carter ខ្ញុំនឹងមកស្នើសុំរៀបការជាផ្លូវការនៅថ្ងៃក្រោយខ្ញុំមានការងារត្រូវធ្វើខ្ញុំនឹងទៅឥឡូវនេះឥតឬ Vanessa អ្នករៀបការជាមួយនាយកប្រតិបត្តិក្រុមហ៊ុន Sterling Group តើខ្ញុំធ្លាប់កុហកនៅពេលណាគាត់មកជួបឪពុកខ្ញុំដោយខ្លួនឯងដើម្បីស្នើសុំរៀបការ Julian ពន្យល់ខ្លួនឯងមកអំពីការរៀបការជាមួយ Vanessa Julian ពន្យល់ខ្ញុំអំពីអាពាហ៍ពិពាហ៍របស់អ្នកជាមួយ Vanessa សម្លាញ់កុំខឹងវាគ្រាន់តែជាល្បិចតូចមួយដែលខ្ញុំប្រើដើម្បីជួយអ្នកកុំចាត់ Vanessa ចោលជារៀងរហូតសម្លាញ់កុំខឹងខ្ញុំសុំទោសខ្ញុំស្មានហើយខ្ញុំមានអារម្មណ៍ប្រពន្ធខ្ញុំឆ្លាតជាងគេខ្ញុំមើលថា Julian ធ្លាប់មានអាឡែស៊ីនឹងស្ត្រីមិនថាព្រឹត្តិការណ៍អ្វីគាត់មិនដែលនាំគូថ្ងៃមកជាមួយទេហេតុអ្វីបានជាគាត់ស្រាប់តែចង់រៀបការជាមួយ Vanessa អ្នកមានអាឡែស៊ីនឹងស្ត្រីដូចជាមែនប៉ុន្តែខ្ញុំធូរស្រាលនៅពេលដែលខ្ញុំបានជួបអ្នកមានតែស្នេហាពិតទេដែលអាចយកឈ្នះជំងឺបានវាបង្ហាញថា Vanessa និងលោក Sterling ពិតជាស្រឡាញ់គ្នាខ្ញុំមើលថាអ្នកនិង Vanessa ពិតជាស្រឡាញ់គ្នាតើនោះពិតទេខ្ញុំមិនអាចចាំបានថានាងមើលទៅយ៉ាងម៉េចទេតើនោះជាស្នេហាពិតRosie អ្នកកំពុងសើចអ្វីតើអ្នកមិនជឿថាលោក Sterling និងខ្ញុំពិតជាស្រឡាញ់គ្នាទេឲ្យទូរស័ព្ទខ្ញុំមកវិញអ្នកកំពុងជែកជាមួយអ្នកណាតើវាខុសច្បាប់ទេសម្រាប់ប្តីប្រពន្ធជែកគ្នាទោះបីជា Rosie នៅក្មេងហើយរៀបការជាមួយអ្នកបើកឡានពួកគេហាក់ដូចជាស្រឡាញ់គ្នាខ្លាំងគូស្នេហ៍ដ៏ល្អឥតខ្ចោះប៉ុន្តែការស្រឡាញ់គ្នាមានប្រយោជន៍អ្វីអ្នកក៏គ្មានលុយពីអ្នករួមគ្នាហើយបង្កើតកូនអ្នកក្រុមមួយហ្វូងអ្នកនិយាយត្រូវនេះជាអ្វីដែលកើតឡើងពេលដែលអ្នករៀបការជាមួយបុរសដូចនេះហើយជាមូលហេតុដែលអ្នកក្បត់ Jason ហើយរៀបការជាមួយបុរសផ្សេងបាទមានបញ្ហាអី Jason ក្នុងជីវិតនេះនឹងមិនអាចក្លាយជាអ្វីបានទេគ្រួសារយើងគ្រួសារខាទឺវិនិយោគលុយច្រើនលើគាត់ប៉ុន្តែមិនឃើញផលចំណេញអ្វីតតែសោះហេតុអ្វីខ្ញុំត្រូវនៅជាប់នឹងបុរសតែម្នាក់ជាពិសេសនៅពេលដែល Julian បុរសដែលមានគុណភាពខ្ពស់កំពុងតាមរកខ្ញុំស្ដាប់ទៅដូចជាអ្នកស្ដាយមិនបានឈប់ជាមួយ Jason ឲ្យលឿនជាងនេះខ្ញុំមិនត្រឹមតែស្ដាយដែលមិនបានឈប់ជាមួយគាត់ឲ្យលឿនជាងនេះខ្ញុំថែមទាំងស្ដាយតែបានរួមគ្នាជាមួយគាត់ហេតុអ្វីអ្នកស្រាប់តែទះដៃអ្នកបានឮទាំងអស់មែនទេ Jason ហេតុអ្វីអ្នកនៅទីនេះគឺឯងបំផ្លាញខ្ញុំ Jason តើយើងអាចនិយាយឯកជនបានទេចេញទាំងអស់គ្នា Vanessa យើងមានកិច្ចព្រមព្រៀងគ្នាយើងនឹងរៀបការក្នុងរយៈពេល3ខែការចាប់ផ្ដើមអាជីវកម្មរបស់ខ្ញុំវានឹងត្រឡប់មកវិញគ្រាន់តែឲ្យឱកាសមួយទៀតខ្ញុំ
ខ្ញុំបានឲ្យឱកាសអ្នកប៉ុន្មានដងហើយអាជីពរបស់អ្នកធ្លាប់ទៅណាទេទោះបីអ្នកជោគជ័យក៏ដោយវាគ្រាន់តែជាក្រុមហ៊ុនអនមួយតើវាអាចប្រកួតប្រជែងជាមួយ Sterling Group បានទេ Vanessa សូមអង្វរអ្នកការចាប់ផ្ដើមអាជីវកម្មរបស់ខ្ញុំបរាជ័យហើយខ្ញុំជំពាក់បំណុលរាប់លានដុល្លារខ្ញុំត្រូវសងវាអ្នកមិនអាចបោះបង់ខ្ញុំបែបនេះទេ សម្រាប់អ្នកគ្រាន់តែជាកូនអុកសម្រាប់សងបំណុលរបស់អ្នកមែនទេតែងតែសម្អាតក្រោយអ្នកមិនដែលឃើញបរិសុទ្ធឥតប្រយោជន៍បែបនេះទេចេញទៅការស្ដាយក្រោយធំបំផុតរបស់ខ្ញុំគឺការស្រឡាញ់អ្នក គិតថាអ្នកជានរណាខ្ញុំធ្វើកិច្ចការផ្ទះទាំងអស់របស់អ្នកខ្ញុំសរសេរឯកសារទាំងអស់របស់អ្នកឥឡូវអ្នកប្រើខ្ញុំហើយអ្នកបោះខ្ញុំចោលវេះឥតអៀនបើអ្នកឈប់ជាមួយខ្ញុំនឹងលាតត្រដាងរឿងសម្ងាត់កខ្វក់របស់អ្នកទាំងអស់ ខ្ញុំចិត្តរៀបការជាមួយ Jillian ទៅចុះសាកមើលពេលគ្រួសារ Carter និង Sterling រួបរวมគ្នាប្រឆាំងអ្នកនឹងឃើញលទ្ធផល Rosie ខ្ញុំដឹងថាខ្ញុំខុសក្នុងលោកនេះមានតែអ្នកនឹងតាទេដែលស្រឡាញ់ខ្ញុំពិតយើងផ្សារគ្នាវិញ Jason កុំភ្លេចខ្ញុំរៀបការហើយ ខ្ញុំអង្វរអ្នកព្រោះខ្ញុំពិតជាមិនអាចរស់នៅដោយគ្មានអ្នកបានទេប្រាក់កម្ចីរបស់ខ្ញុំជិតផុតកំណត់ខ្ញុំអស់លុយអ្នកទារបំណុលទាំងនោះនឹងវាយខ្ញុំសូមដើម្បីតាជួយខ្ញុំសងបំណុល ពេលដែលនៅមុខមនុស្សទាំងអស់អ្នកបដិសេធទំនាក់ទំនងជាមួយតាអ្នកឈប់ធ្វើជាផ្នែកនៃគ្រួសារនេះ បើអ្នកមិនជួយខ្ញុំសងបំណុលទេខ្ញុំនឹងលោតពីទីនេះឲ្យតានោះមានទោសពេញមួយជីវិត Jason ឯងឈួតឬលោកតាចាស់ណាស់ហើយគាត់មិនអាចទ្រាំនឹងការនិយាយឥតប្រយោជន៍របស់ឯងទេមិនថាវាជាអ្វីទេចុះមកគ្រាន់តែចុះមកជាមុនសិន ខ្ញុំដឹងហើយឯងនៅតែស្រឡាញ់ខ្ញុំឯងមិនចង់ឲ្យខ្ញុំស្លាប់ទេ Rosie តោះយើងផ្សារគ្នា Jason ស្ដាប់នេះឲ្យច្បាស់ខ្ញុំរៀបការហើយកាលនោះឯងនិង Vanessa ជាអ្នកបង្ខំខ្ញុំឲ្យរៀបការជាមួយអ្នកដទៃយើងស្រឡាញ់គ្នាខ្លាំងណាស់ គាត់នឹងនៅត្រឹមតែជាអ្នកបើកបរប៉ុណ្ណោះគាត់គ្មានអនាគតទេប៉ុន្តែបើខ្ញុំជោគជ័យក្នុងអាជីវកម្មចាប់ផ្ដើមរបស់ខ្ញុំនឹងក្លាយជាអ្នកមានធំ Rosie បោះបង់គាត់ចោល Julian អ្នកឈឺទេ ខ្ញុំមិនអីទេដោយជួយឯងឲ្យឃើញមុខពិតរបស់ Vanessa ខ្ញុំបានធ្វើចំណែករបស់ខ្ញុំហើយខ្ញុំនឹងពន្យល់អ្វីទាំងអស់ដល់លោកតាអំពីអ្វីដែលឯងបានធ្វើចំពោះខ្ញុំពេញមួយជីវិតយើងហើយជាមួយឯងហើយ លោកតានិងខ្ញុំជាសាច់ឈាមគ្នាឯងជាអ្នកក្រៅមានសិទ្ធិអ្វីមកកាត់ចំណង Rosie ឯងត្រូវតែជួយខ្ញុំសងបំណុលរបស់ខ្ញុំមិនថាឯងចង់ឬមិនចង់ទេនេះជាអ្វីដែលឯងជំពាក់គ្រួសារមីឡូ ឥឡូវខ្ញុំនឹងលាបថ្នាំវាអាចនឹងឈឺបន្តិចទ្រាំបន្តិចសម្រាប់បរិសុទ្ធពិតប្រាកដរបួសពីការការពារប្រពន្ធរបស់គាត់គឺជាផ្លាកសញ្ញានៃកិត្តិយសមិនថាវាឈឺចាប់ប៉ុណ្ណាទេ ចាប់ពីពេលនេះទៅអ្នកមិនត្រូវបានអនុញ្ញាតឲ្យនៅម្នាក់ឯងជាមួយ Jason ទេថ្ងៃនេះខ្ញុំគ្រាន់តែដើរកាត់សាលាដោយចៃដន្យចុះបើខ្ញុំមិនបាននៅទីនោះ អ្នកពិតជាមកដោយចៃដន្យមែនប៉ុន្តែខ្ញុំមើលពីជំនួយការរបស់អ្នកថាអ្នកកំពុងទុកពេលមកទីនេះរាល់ថ្ងៃ សាំអាក្រក់នោះខ្ញុំនឹងកាត់ប្រាក់ខែគាត់ច្បាស់ណាស់ អូខេកុំខឹងខ្ញុំសន្យាខ្ញុំនឹងមិននៅម្នាក់ឯងជាមួយគាត់ទៀតទេ វាមិនគ្រប់គ្រាន់ទេ អ្វីដែលមិនគ្រប់គ្រាន់អ្នកទាំងពីរគួរឲ្យស្រឡាញ់ណាស់មើលទៅដូចជាខ្ញុំនឹងមានចៅឆាប់ហើយ Rocky ជីតារបស់អ្នកកំពុងមានបញ្ហាប្រញាប់ទៅមាត់ទ្វារសាលាហើយមើលវាហេលោកតាតើលោកស្គាល់ស្ត្រីឈ្មោះ Rocky នេះទេ Rocky គឺជាចៅស្រីរបស់ខ្ញុំតើអ្នកចង់បានអ្វីពីនាងអញ្ចឹងនាងជាចៅស្រីរបស់លោកឥឡូវនាងនៅណានាងជំពាក់លុយយើងច្រើនកូនឲ្យមិនអាចទៅរួចទេចៅស្រីរបស់ខ្ញុំនាងមកពីក្រុមហ៊ុន Sterling Rocky ប្រាប់ខ្ញុំកុំនិយាយពីអាពាហ៍ពិពាហ៍របស់នាងជាមួយ Jillian តើលោកមានន័យយ៉ាងម៉េចតើយើងកំពុងបង្កបញ្ហាដោយឥតប្រយោជន៍ទេចៅស្រីរបស់ខ្ញុំជំពាក់ប៉ុន្មានខ្ញុំនឹងសងឲ្យនាងដើមទុនបូកការប្រាក់សរុប$6 លាន$6 លានលោកប្រកាសជាច្រឡំហើយចៅស្រីរបស់ខ្ញុំជាធម្មតាជាកូនល្អនាងមិនដែលខ្ចីច្រើនបែបនេះទេពេលយើងឲ្យខ្ចីលុយព័ត៌មានដែលយើងទទួលបានគឺរបស់ចៅស្រីលោកតើវាអាចคล้ายៗយ៉ាងដូចម្ដេចចៅនឹកលោកតានេះប្រកាសជាកំពុងលេងសើចជាមួយយើងតោះបង្រៀនគាត់មេរៀនមួយពេលនោះគាត់នឹងសុខចិត្តប្រាប់ការពិតគាត់ជាមនុស្សចាស់យើងមិនចាំបាច់ធ្វើឲ្យគាត់លំបាកទេយើងគួរតែតាមរកអ្នកដែលជំពាក់យើងពិតប្រាកដគ្រាន់តែសម្រួលជាមួយចៅស្រីគាត់ខ្ញុំត្រូវតែប្រាប់ Rocky មនុស្សអាក្រក់ខ្លះកំពុងព្យាយាមបង្កបញ្ហាឲ្យនាងលោកចង់ប្រាប់ឲ្យចៅស្រីលោកដឹងមុនអញ្ចឹងយើងមកឆ្ងាយនេះដោយឥតប្រយោជន៍ឈប់នៅទីនោះលោកតាឯងមិនអីទេ រត់ទៅ Rocky រត់ទៅ
គេកំពុងតាមរកឯងអូចំណងស្នេហារបស់គេគួរឲ្យចាប់អារម្មណ៍ណាស់អ្នកទាំងពីរយកចិត្តទុកដាក់គ្នាទៅវិញទៅមកខ្លាំងណាស់តែមិនដែលគិតដល់ពួកយើងដែលជាម្ចាស់បំណុលទេខ្ញុំមិនបានគិតពីការសងបំណុលទេហើយអ្វីបានជាអ្នកមកតាមខ្ញុំឯងមិនជំពាក់អ្វីទេដូច្នេះតើនេះជាអ្វី ខ្ញុំមិនបានខ្ចីប្រាក់ទេអ្នកចាប់ខុសហើយ អ្នកគិតថាយើងនឹងជឿពីឯងទេដូច្នេះអ្នកណាខ្ចី ខ្ញុំដឹងថាអ្នកណាខ្ចីប្រាក់នោះហើយយកព័ត៌មានផ្ទាល់ខ្លួនរបស់ខ្ញុំទៅប្រើគឺ Jason បងប្រុសរបស់ខ្ញុំអាចនាំអ្នកទៅជួបគាត់ ពួកឯងពិតជាមនុស្សប្លែកណាស់បងប្រុសខ្ចីប្រាក់ហើយទម្លាក់ប្អូនស្រីឲ្យទទួលរងគ្រោះខ្ញុំមិនជឿទេប្រុសបំផ្លាញស្តង់អ្នកយាមនេះចោល លោកតាកុំទៅ រកស៊ីខ្ញុំសុំទោសខ្ញុំមកយឺតពេលហើយ ជាលៀនសូមជួយលោកតាខ្ញុំផង កុំបារម្ភលោកតារបស់ឯងនឹងមិនអីទេ តាហេតុអ្វីបានជាលោកតាល្ងងម្លេះដើម្បីការពារខ្ញុំអ្នកមិនបានខ្វល់ពីសុវត្ថិភាពរបស់ខ្លួនឯងទេបើសិនជាមានរឿងអ្វីកើតឡើងចំពោះអ្នកបើគ្មានអ្នកខ្ញុំនឹងធ្វើដូចម្ដេច កូនល្ងងទោះបីជាគ្រោះថ្នាក់មកទៀតនាពេលក្រោយតានឹងនៅតែការពារកូនរកស៊ីតាមានសំណួរមួយសួរកូន សួរមក តាពិតជាសុំខ្ចីលុយនេះមែនទេតាចាស់លាក់ប្រាក់សន្សំរបស់គាត់នៅណានឹងម្ចាស់បំណុលដឹងហើយថាខ្ញុំជាអ្នកខ្ចីលុយជាង$6 លានទោះខ្ញុំលក់ឈាមនិងតម្រងនោមក៏មិនអាចសងបានដែរយកលុយរត់ទៅចុះទៀតហើយអ្នកសុំទោសខ្ញុំគិតថាអ្នកជាចោរដែលដើររករបស់នៅផ្ទះអ្នកស្រី Sterling ចាប់គាត់ចោលបាទលោក Sterling អញ្ចឹងអ្នកសារភាពហើយអ្នកខ្ចីលុយទាំងអស់នេះអ្នកគឺជាអ្នកដែលចិត្តណាបំពេញព័ត៌មានផ្ទាល់ខ្លួនរបស់រកស៊ីត្រឹមត្រូវនាងជាប្អូនស្រីខ្ញុំយើងជាគ្រួសារតែមួយអ្វីដែលខ្ញុំជំពាក់គឺនាងជំពាក់នាងគួរតែសងជំនួសខ្ញុំនាងមិនមែនជាប្អូនស្រីរបស់អ្នកទេអ្នកទាំងពីរមិនមានឈាមជីវឡើយអញ្ចឹងនាងកាន់តែមានកាតព្វកិច្ចសងបំណុលខ្ញុំបើមិនមែនតាចាស់ទទួលនាងមកទេឥឡូវនាងនៅណា$6 លានគ្រាន់តែជាថ្លៃជីវិតរបស់នាងទេតើអ្នកធ្លាប់យកចិត្តទុកដាក់នឹងតាទេតើអ្នកដឹងទេថាអ្នកដណ្ដើមបំណុលមកសាលារៀនដើម្បីរំខានរ៉ូឈីហើយធ្វើឲ្យតាចូលមន្ទីរពេទ្យគាត់សុំនឹងទទួលបានហើយអ្នកណាប្រាប់បុរសចាស់នេះឲ្យទូចការពារនរណាម្នាក់ដែលមិនមែនជាឈាមគាត់បើគាត់មានសិទ្ធិខ្លះគាត់នឹងនៅខាងខ្ញុំហើយអនុញ្ញាតឲ្យអ្នកដណ្ដើមបំណុលចូលសាលារករ៉ូឈីតើគាត់នឹងប្រឈមនឹងវាទើបតែអ្នកថារ៉ូឈីជាបងស្រីអ្នកហើយឥឡូវអ្នកថាមិនមែនសាច់ឈាមអ្នកបដូរចិត្តលឿនជាងខ្យល់អ្នកគ្រាន់តែជាអ្នកបើកបរដ៏ទាបតើអ្នកជានរណាមកបង្រៀនខ្ញុំ យើងជាគ្រួសារពិតរបស់គាត់មានសិទ្ធិទាំងអស់ បើអ្នកជាគ្រួសារចូលឲ្យប្តីអ្នកបង់បំណុលអ្នក ហេតុអ្វីបានជាគាត់ត្រូវបង់ តាំងពីតាយកអ្នកមកចិញ្ចឹមហើយចិញ្ចឹមអ្នកវាសំហេតុផលដែលអ្នកជួយចៅប្រុសគាត់បង់បំណុលបើផ្ដេសែកអ្នកជាមនុស្សហិមិលគុណល្អខ្ញុំនឹងបង់បំណុលរ៉ូឈីអ្នកបើកបរទៀបតើអ្នកអាចបង់ជាមួយអ្វីឈប់ចុះខ្ញុំក៏អាចសរសេរមូលប្រាក់คล้ายៗបែបនោះដែរបំពេញចំនួនណាមួយដែលអ្នកចង់អីអ្នកគិតថាវាជាបញ្ជីប្រាថ្នាអ្នកគិតថាក្រដាសមួយសន្លឹកអាចបញ្ឆោតអ្នកណាម្នាក់មើលឲ្យចិត្តប្រុសអ្នកមិនដែលគ្រប់គ្រងក្រុមហ៊ុនមិនដែលឃើញលុយពិតដូចនេះអ្នកគ្មានគំនិតទេឲ្យខ្ញុំបង្រៀនអ្នកមូលប្រាក់នេះនៅទីនេះគ្រាន់តែអ្នកសរសេរឈ្មោះលោក Sterling លើវាមិនមែនមានន័យថាគាត់នឹងបង់ជំនួសអ្នកទេការដាក់ឈ្មោះអ្នកដទៃលើមូលប្រាក់គឺជាការក្លែងបន្លំដឹងខ្លួនវិញលោក Jason ខ្ញុំរៀបការជាមួយសៀវនៃក្រុម Sterling Jillian Sterling តើអ្នកជានាយកប្រតិបត្តិនៃក្រុមហ៊ុន Sterling មែនទេតើវាអាចទៅរួចដូចម្ដេចតើអ្នកខ្វាក់ឬអ្នកពិតជាធ្លាក់ក្នុងអន្ទាក់របស់រកស៊ីអ្នកសុំទានកំសត់នោះមិនមែនគ្រប់គ្នាដូចអ្នកទេឥតប្រយោជន៍នឹងពុតត្បុតអ្នកមិនចាំបាច់ចំណាយលុយលើខ្ញុំទេ$6 លានច្រើនពេក$6 លានបើវាជួយអ្នកកម្ចាត់មនុស្សអាក្រក់ដូចគាត់វាសុំនឹងវាអ្នកទេអ្នកយកលុយនេះហើយកុំរំខានប្រពន្ធខ្ញុំនិងជីតាទៀតយាយខ្ញុំឯហើយកុំបារម្ភខ្ញុំសន្យាថាខ្ញុំនឹងយកលុយហើយចេញពីមុខអ្នកខ្ញុំនឹងមិនរំខានអ្នកទៀតទេគ្មានអ្នកណាយកលុយខ្ញុំទេជីតាអ្នកគូខ្មាស់ខ្ញុំចិញ្ចឹមអ្នកដោយឥតប្រយោជន៍
ពេលខ្ញុំមិននៅតើនេះជារបៀបដែលអ្នកប្រព្រឹត្តចំពោះរកស៊ីអ្នកវាខ្ញុំអ្នកពិតជាសម្រាប់មនុស្សក្រៅដូចរកស៊ីវាចៅប្រុសឈាមសាច់របស់អ្នកតាចាស់ខ្ញុំនឹងឲ្យឱកាសអ្នកសុំទោសនិយាយថាអ្នកខុសបើមិនដូច្នោះទេអ្នកលែងជីតាខ្ញុំខុសខ្ញុំពិតជាខុសល្អអ្នកដឹងហើយឥឡូវប្រកូលសាច់មកខ្ញុំហើយខ្ញុំនឹងនៅតែទទួលស្គាល់អ្នកថាជីតាខ្ញុំកំហុសរបស់ខ្ញុំគឺមិនឃើញមុខពិតរបស់អ្នកឲ្យឆាប់អ្នកគូខ្មាស់តើអ្នកហ៊ានហែកវាទេនេះជាលុយពីលោក Sterling អ្នកត្រូវសងខ្ញុំវិញ Jason សម្រាប់លុយតិចតួចនេះអ្នកនឹងបែរខ្នងដាក់គ្រួសាររបស់អ្នកដោយសាររឿងនេះទេគាត់បំផ្លាញលុយ$6 លានរបស់ខ្ញុំគាត់មិនសមជាដារបស់ខ្ញុំទេអ្នកស្ទើរតែធ្វើឲ្យ Roxy ឈឺចាប់តើអ្នកហ៊ានយកលុយប្តីរបស់នាងដោយរបៀបណានោះជាលុយសង្គ្រោះជីវិតរបស់ខ្ញុំបើគ្មានលុយនោះទេអ្នកទាបំណុលនឹងមករកខ្ញុំតើអ្នកពិតជាចង់ឲ្យចៅប្រុសរបស់អ្នកស្លាប់មែនទេខ្ញុំសូមប្រាប់អ្នក Jason ចាប់ពីពេលនេះទៅខ្ញុំមានតែចៅស្រីម្នាក់ទេហើយនោះគឺ Roxy កូនប្រសាររបស់ខ្ញុំគឺ Jillian ឯងនឹងខ្ញុំចប់ហើយគ្មានសាច់ញាតិទៀតទេខ្ញុំសុំទោសខ្ញុំបរាជ័យក្នុងការធ្វើជាដាខ្ញុំចិញ្ចឹមចៅប្រុសដែលមិនចេះដឹងគុណបែបនេះខ្ញុំសុំទោសចំពោះបញ្ហាដែលខ្ញុំបានបង្កឡើងតាយើងជាគ្រួសារអ្នកមិនចាំបាច់ធ្វើបែបនេះទេ Roxy Jillian ខ្ញុំត្រូវសួរអ្នករឿងមួយខ្ញុំចង់ឲ្យអ្នកបញ្ជូនគាត់ទៅពន្ធនាគាររបៀបនោះគាត់នឹងនៅរស់ហើយគាត់អាចមានឱកាសផ្លាស់ប្ដូរនៅទីនោះតើអ្នកនឹងធ្វើដូច្នេះទេសំហើយប៉ូលីសឥឡូវនេះបាទលោក Sterling ទេខ្ញុំទើបតែរៀនចប់មហាវិទ្យាល័យខ្ញុំមិនចង់រលួយនៅក្នុងពន្ធនាគារទេតាខ្ញុំជាកូនប្រុសតែមួយរបស់គ្រួសារ Melzer តើអ្នកអាចប្រឈមមុខនឹងឪពុកម្ដាយដែលស្លាប់របស់ខ្ញុំបានដោយរបៀបណាតើអ្នកអាចប្រឈមមុខនឹងដូនតាគ្រួសារ Melzer បានដោយរបៀបណា Roxy អ្នករៀបការជាមួយ Jillian រួចហើយហេតុអ្វីបានជាអ្នកមិនអាចខ្ចីលុយខ្លះឲ្យខ្ញុំ Roxy មកនេះទាំងពីរនាក់ជីតានេះជាអ្វីនៅក្នុងនេះគឺជាអ្វីគ្រប់យ៉ាងដែលខ្ញុំបានសន្សំទុកជាច្រើនឆ្នាំមកនេះជាង$300,000និងឯកសារកម្មសិទ្ធិផ្ទះនេះឥឡូវនេះខ្ញុំឲ្យវាទៅអ្នកជីតាខ្ញុំមិនអាចយករបស់ទាំងនេះទេ Roxy ខ្ញុំមិនបានឲ្យអ្វីអ្នកសម្រាប់ពិធីមង្គលការរបស់អ្នកទេយករបស់ទាំងនេះជាបណ្ណាការរបស់ខ្ញុំសម្រាប់អ្នកដរាបណាអ្នកទាំងពីររស់នៅជាមួយគ្នាដោយសុភមង្គលខ្ញុំនឹងពេញចិត្តជីតា Roxy នឹងរក្សាលុយនេះឲ្យមានសុវត្ថិភាពសម្រាប់អ្នកកុំបារម្ភខ្ញុំនឹងមិនធ្វើឲ្យអ្នកខកចិត្តទេប៉ាតើ Julian មិនបានប្រាប់អ្នកទេថាគាត់នឹងមកស្នើសុំរៀបការហេតុអ្វីបានជាយើងមិនឃើញគាត់តតែសោះលោក Sterling រវល់ណាស់វាជារឿងធម្មតាទេដែលគាត់ជាប់រវល់នឹងការងារការរៀបការជាមួយគ្រួសារ Sterling ជាឯកសិទ្ធិសម្រាប់យើងខ្ញុំនឹងនាំអ្នកទៅផ្ទះគេដើម្បីពិភាក្សារឿងរៀបការគាត់ប្រកាសជានឹងឆ្លើយហេរងចាំបន្តិចអ្នកជានរណាតើអ្នកមានការណាត់ជួបទេសូមទៅប្រាប់ Julian ប្រាប់គាត់ថាឪពុកក្មេករបស់គាត់មកដល់ហើយនោះមិនអាចត្រឹមត្រូវទេខ្ញុំមិនដែលឮថាលោក Sterling មានឪពុកក្មេកទេអ្នកគ្រាន់តែជាអ្នកយាមទេគ្រាន់តែចូលទៅប្រាប់គាត់យល់ទេតើអ្នកអាចដឹងគ្រប់យ៉ាងអំពីកិច្ចការរបស់ថៅកែដោយរបៀបណាអ្នកខ្ញុំមិនឲ្យអ្នកចូលទេថ្ងៃនេះចប់មនុស្សគួរឲ្យសង្ស័យមកពីណាកុំដើរលេងនៅជុំវិញផ្ទះគ្រួសារ Sterlingនោះជាស្រាក្រហមរបស់ខ្ញុំនិងតែរបស់ខ្ញុំឆ្លាតវៃបន្តិចហើយចាក់ចេញដោយខ្លួនឯងលោក Sterling កំពុងត្រឡប់មកវិញកុំញញញៃការងាររបស់ខ្ញុំតើអ្នកដឹងទេថាខ្ញុំជានរណាខ្ញុំជាប្រពន្ធរបស់សៀវនាពេលអនាគតបើអ្នកមិនឲ្យយើងចូលទេថ្ងៃដែលខ្ញុំរៀបការជាមួយ Jillian នឹងជាថ្ងៃដែលអ្នកត្រូវគេបណ្តេញចេញល្អអញ្ចឹងខ្ញុំនឹងរងចាំថ្ងៃនោះស្វាគមន៍ត្រឡប់មកវិញលោក Sterling Vanessa តើនាងកំពុងធ្វើអ្វីនៅទីនេះលោក Sterling ចង់ឲ្យខ្ញុំបណ្ដេញនាងចេញទេគ្រាន់តែជាមនុស្សល្ងីល្ងើកុំខ្វល់នាង
លោក Sterling ខ្ញុំ Vanessa ខ្ញុំមិនខ្វល់ថាអ្នកជានរណាទេគ្មានការណាត់គ្មានការចូល តើស្ត្រីនោះជានរណាហេតុអ្វីបានជាលោក Sterling នាំនាងមកផ្ទះ នាងជាប្រពន្ធរបស់សៀវរបស់យើងពិតណាស់តើអាចជានរណាទៀត អ្នកកំពុងកុហកលោក Sterling មិនទាន់រៀបការទេតើប្រពន្ធសៀវនេះមកពីណា តាមអ្នកចុះ ដូច្នេះហើយបានជាលោក Sterling មិនបានទូរស័ព្ទមកខ្ញុំព្រោះគាត់ត្រូវបានស្រីដួលផ្លូវខ្លះល្បួងខ្ញុំនឹងរកឲ្យឃើញស្ត្រីប្រភេទណាហ៊ានលួចបុរសរបស់ខ្ញុំ Julian ចេញមកខ្ញុំជាគូដណ្ដឹងរបស់អ្នកមិនអាចធ្វើបែបនេះបានទេអ្នកមិនអាចបោះបង់ខ្ញុំចោលបានទេ ឈប់និយាយលោក Sterling មិនមានគូដណ្ដឹងទេ ចេញទៅ កុំឈរនៅទីនេះហើយធ្វើឲ្យខូចកិត្តិយសគេឈ្មោះរបស់លោក Sterling អ្នកបំរើមានរឿងអី នារីវ័យក្មេងម្នាក់នេះនិងឪពុករបស់នាងគ្មានការណាត់ជួបទេហើយព្យាយាមចូលមកដោយបង្ខំពួកគេថែមទាំងព្យាយាមឃាត់ឡានរបស់លោក Sterling ទៀតផង ហើយអ្នកចាស់ម្នាក់នេះជានរណា មិនសមហេតុផលទាំងនេះគឺជាជីដូននិងប្អូនស្រីរបស់ Jillian លោកស្រី Sterling យើងមកដើម្បីពិភាក្សាអំពីពិធីមង្គលការរបស់ Vanessa និង Jillian ហ៊ានហៅគាត់ថា Jillian អត់ទេខ្ញុំមិនហ៊ានទេ ពិធីមង្គលការអីខ្ញុំមិនដែលឮ Jillian និយាយពីវាទេលោកយាយលោក Sterling តែងតែរវល់ជាមួយការងារប្រហែលជាគាត់ភ្លេចប្រាប់អ្នកហើយគាត់ចូលចិត្តខ្ញុំយូរហើយគាត់បានសុំរៀបការជាមួយខ្ញុំរួចហើយឆាប់នេះយើងនឹងក្លាយជាគ្រួសារតែមួយ អ្នកបម្រើម្នាក់នេះថោកទាបណាស់គាត់មិនត្រឹមតែបដិសេធមិនឲ្យយើងចូលទេថែមទាំងកំទេចអំណោយរបស់យើងទៀតផងលោកស្រី Sterling លោកស្រីត្រូវតែការពារកូនប្រសាស្រីនាពេលអនាគតរបស់លោកស្រីហើយធ្វើយុត្តិធម៌ឲ្យនាង ចាប់ពីពេលនេះទៅអ្នកណាដែលប្រឆាំងនឹងភរិយារបស់សៀវនឹងត្រូវបណ្តេញចេញយាយខ្ញុំមិនទាន់បានឈានជើងចូលទ្វារផ្ទះទេហើយអ្នកបម្រើនេះមានចិត្តសាហាវស្រែកដាក់ខ្ញុំពេលដែលខ្ញុំរៀបការចូលមកគាត់នឹងធ្វើឲ្យជីវិតខ្ញុំคล้ายជារពិតកុំព្យាយាមធ្វើដូចជាយើងជាគ្រួសារតែម្ដងអ្នកណាជាយាយរបស់អ្នក បាទពិតណាស់ដោយសារពួកគេមិនទាន់រៀបការជាផ្លូវការវាពិតជាមិនសមរម្យដែល Vanessa ហៅអ្នកបែបនោះដូច្នេះថ្ងៃនេះយើងមកនិយាយអំពីពិធីរៀបការចៅប្រុសខ្ញុំរៀបការរួចហើយខ្ញុំភ្នាល់ថាអ្នកមកលួចបន្លំយើង យ៉ាងម៉េចទៅលើកមុនខ្ញុំបានជួបលោក Sterling គាត់ផ្ទាល់បាននិយាយគាត់ចាប់អារម្មណ៍កូនស្រីខ្ញុំនោះហើយជាមូលហេតុដែលខ្ញុំយល់ព្រមរៀបការបើអ្នកមិនជឿខ្ញុំមានការថតសម្លេងនៅទីនេះមិនអីទេលោកកាធឺខ្ញុំនឹងមកស្ដីដណ្ដឹងនៅថ្ងៃមួយទៀត Julian ពិតជានិយាយបែបនោះមែនក្មេងអាក្រក់នោះគាត់មានរ៉ូស៊ីហើយគាត់នៅតែលេងសើចនៅខាងក្រៅយេសពថ្ងៃអ្នកបន្លំច្រើនណាស់ប្រើ AI ដើម្បីបង្កើតសម្លេងដែលដូចមនុស្សពិតទោះបីជាសម្លេងនេះស្ដាប់ទៅដូច Julian វាពិតជាមិនមែន Julian ខ្លួនឯងទេយល់ហើយដូច្នេះអ្នកពិតជាអ្នកបន្លំមែនអ្នកមិនបានពិនិត្យមើលផ្ទះអ្នកណាទេអ្នកហ៊ានព្យាយាមបន្លំចៅប្រុសខ្ញុំនឹងវាយអ្នកខ្មៅខៀវដើម្បីរបស់ខ្ញុំគាត់ថែមទាំងបង្កើតការកុហកដ៏អន់ថយបែបនេះអំពីការរៀបការរួចហើយប៉ាហេតុអ្វី Julian ធ្វើបែបនោះគាត់មិនចូលចិត្តខ្ញុំទេវាជាកំហុសរបស់ខ្ញុំទាំងអស់ខ្ញុំជាប់រវល់នឹងការងារពេលថ្មីហើយមិនអាចមកមុនបានវាមិនមែនជាកំហុសរបស់អ្នកទេវាជាកំហុសរបស់ស្រីថោកនោះនាងបានហោះចូលមកហើយលបួង Julian នាងក៏កំពុងសូកប៉ាន់នឹងផ្អែមល្ហែមគ្រួសារគាត់ខ្ញុំនឹងរកវិធីដើម្បីយក Julian មកវិញ Roxy សម្លាញ់ពេលឯងត្រឡប់មកវិញជាមួយ Julian តើឯងឃើញអ្នកណាដែលចម្លែកឈរនៅមាត់ទ្វារទេបាទឃើញខ្ញុំបានឬនាងនិយាយនាងជាគូដណ្ដឹងរបស់ Julian ដំណើរមកលេងនេះគឺដើម្បីពិភាក្សារឿងអាពាហ៍ពិពាហ៍មិនថានាងនិយាយយ៉ាងណាទេកុំយកមកដាក់ក្នុងចិត្តឯងត្រូវតែទុកចិត្ត Julian កុំបារម្ភបើនាងពិតជាធ្វើអ្វីតែធ្វើឲ្យឯងឈឺចាប់យាយនឹងជាអ្នកដំបូងដែលដោះស្រាយនាងសារភាពមកឯងទៅរកអតិពលនេះមកពីណាសារភាពមកខ្ញុំនឹងទុកឲ្យស្រួលបើទុកតូវានឹងកាន់តែអាក្រក់យូរ៉ាតើខ្ញុំនៅតែជាបងប្រុសឯងទេហើយខ្ញុំជាបងស្រីរបស់ Roxy មិនដូចឯងទេឯងធំឡើងព័ទ្ធជុំវិញដោយគ្រួសារច្រើនឥឡូវយើងជាគ្រួសាររបស់នាងពិតណាស់យើងត្រូវឲ្យនាងអ្វីដែលនាងមិនធ្លាប់មានពីមុននេះហើយជាភាពខុសគ្នានៃឋានៈគ្រួសារឯងមានមុខនិយាយបែបនេះទេក្នុងនាមជាប្តីបើឯងមិនអាចឲ្យប្រពន្ធថែងសន្តិសុខគ្រប់គ្រាន់នោះជាការបរាជ័យរបស់ឯងបើថ្ងៃណាមួយឯងមានអ្នកផ្សេងខ្ញុំនឹងបណ្ដេញឯងចេញពីក្រុមហ៊ុន Sterling ហើយធ្វើឲ្យឯងក្លាយជាអ្នកក្រជាមួយ Roxy នៅទីនេះសម្រាប់ពេញមួយជីវិតរបស់ខ្ញុំនឹងមិនមើលអ្នកណាផ្សេងទៀតទេ
អ្នកស្រី Carter រោគអាពាហ៍ពិពាហ៍នេះគឺសាមញ្ញត្រូវបានកាត់ដេរសម្រាប់អ្នកវាសំនឹងអ្នកទាំងស្រុងបាទខ្ញុំភ្នាល់គ្មានបរិះណាអាចទ្រាំទ្រអ្នកបានឡើយនៅក្នុងរោគអាពាហ៍ពិពាហ៍នេះតើខ្ញុំអាចសួរបានទេតើអ្នករៀបការជាមួយអ្នកណាមានតែគ្រួសារអ្នកមាននៅ Northville ទេតែស័ក្តិសមនឹងអ្នកស្រី Vanessa Carter អ្នកដែលខ្ញុំរៀបការជាមួយគឺ Gillian Sterling Gillian Sterling តើអ្នកកំពុងនិយាយពីសៀវនៃក្រុមហ៊ុន Sterling Group ចុះហេតុអ្វីបានជាគាត់មិនមកជ្រើសរើសរោគអាពាហ៍ពិពាហ៍ជាមួយអ្នកមើលអតិថិជនយើងទៅជាធម្មតាពួកគេមានគូស្រករមកជាមួយពួកគេគូស្រកររបស់ខ្ញុំរវល់ណាស់មិនថាគាត់មកជាមួយខ្ញុំឬអត់វាមិនមែនជារឿងរបស់អ្នកទេនេះជារបៀបដែលហាងរបស់អ្នកបង្វឹកបង្វើនបុគ្គលិករបស់ខ្លួនរោគអាពាហ៍ពិពាហ៍នេះមានគុណភាពអីខ្ញុំទើបតែពាក់វា2នាទីមុនហើយវាហែកហើយសូមទោសកញ្ញា Carter រោគអាពាហ៍ពិពាហ៍របស់យើងសុទ្ធតែធ្វើដោយដៃជាម៉ូដខ្ពស់តែមួយគត់យើងត្រូវការឲ្យអ្នកបង់ប្រាក់សម្រាប់ការជួសជុលខ្ញុំជាអ្នកស្នងរឹករបស់ក្រុមហ៊ុន Carter Real Estate តើអ្នកគិតថាខ្ញុំខ្វះលុយគ្រាន់តែជារោគអន់មួយប៉ុណ្ណោះគ្រាន់តែដកកាត់ទៅមានរឿងអីជាមួយកញ្ញា Carterនាងកំពុងខឹងខ្លាំងណាស់ឈ្លានពានណាស់ខ្ញុំភ្នាល់ថានាងនឹងរៀបការជាមួយ Jillian ប៉ុន្តែនោះគ្រាន់តែជាការស្រមៃរបស់នាងប៉ុណ្ណោះគ្រួសារ Sterling ជាគ្រួសារអ្នកមានជាងគេនៅ Northville គ្មានផ្លូវដែលពួកគេទុកឲ្យកូនក្រមុំរៀបចំអ្វីតែម្នាក់ឯងទេពេលខ្ញុំក្លាយជាភរិយារបស់ CEO នៃក្រុមហ៊ុន Sterling Group អ្នករាល់គ្នាដែលជាមនុស្សក្រអឺតក្រទមគ្រប់គ្នានឹងត្រូវសង្វេគកញ្ញា Carter កុំប៉ះវាហេតុអ្វីខ្ញុំមិនអាចប៉ះលក់ទំនិញតែមិនឲ្យអតិថិជនប៉ះសង្កត់សង្កិនអតិថិជនព្រោះហាងធំរោគនេះត្រូវបានកក់ទុកហើយផ្ទេរវាឲ្យខ្ញុំយកវាអតិថិជននោះជាមនុស្សសំខាន់សូមធ្វើតាមច្បាប់របស់យើងហើយកុំធ្វើឲ្យយើងពិបាកអូសូមមើលថាអ្នកណាហ៊ានប្រជែងរោគអាពាហ៍ពិពាហ៍ជាមួយភរិយាអនាគតរបស់ CEO នៃក្រុមហ៊ុន Sterling Group រោគអាពាហ៍ពិពាហ៍នេះត្រូវកាត់បន្ថយទំហំមួយទៀតប្រពន្ធខ្ញុំមានរូបស្លេមពិតហើយលោកនោះមិនមែនជាអ្នកបើកឡានរបស់ Julian ទេគាត់ចង់ទិញរោគអាពាហ៍ពិពាហ៍ឲ្យ Rosie មិនអាចទេគាត់មិនអាចមានលទ្ធភាពតម្លៃបែបនេះទេមានតែការពន្យល់មួយប៉ុណ្ណោះគាត់កំពុងទិញវាក្នុងនាម Julianមើលទៅដូច Julian មិនទាន់ភ្លេចអំពីការភ្ជាប់ពាក្យរបស់យើងទេគាត់នៅចាំទំហំខ្ញុំនៅឡើយខ្ចប់រោគអាពាហ៍ពិពាហ៍នេះបញ្ជូនទៅផ្ទះខាតនាងខាតរោគអាពាហ៍ពិពាហ៍នេះត្រូវបានកក់រួចហើយដោយគ្រួសារ Sterling ខ្ញុំជាអ្នករៀបការជាមួយ Julian ខ្ញុំជាម្ចាស់រោគនេះនាពេលអនាគតតើខ្ញុំមិនអាចយកវាមុនបានទេសំទោសឲ្យនៃរោគនេះមិនទាន់បានបង់ប្រាក់នៅឡើយទេដោយសារអ្នកចង់យកវាអ្នកត្រូវតែសងប្រាក់ដែលនៅសល់ជាមុនសិនតើវាអាចមានតម្លៃប៉ុន្មាន$10 លានគ្រាន់តែរោគមួយហើយវាមានតម្លៃ$10 លានរោគអាពាហ៍ពិពាហ៍នេះត្រូវបានរចនាដោយអ្នករចនាល្បីលើពិភពលោកទេដោយដៃហើយចំណាយពេលរាប់រយថ្ងៃគ្មានរោគណាផ្សេងទៀតដូចវានៅលើពិភពលោកទេ Julian ពិតជាយកចិត្តទុកដាក់ចំពោះខ្ញុំគាត់សុខចិត្តរៀបចំសម្រាប់ខ្ញុំរោគថ្លៃបែបនេះក្នុងករណីនោះខ្ញុំមិនខ្វល់ពីការពាក់វាពេលក្រោយទេទុកវាចោលគ្រាន់តែទុករោគនេះនៅទីនេះគូដណ្ដឹងខ្ញុំនឹងមកបង់ប្រាក់វាគ្រាន់តែខ្ចប់រោគដែលខ្ញុំបានជ្រើសរើសថ្ងៃនេះមិនអីទេនៅក្នុងពិធីជប់លៀងបញ្ចប់ការសិក្សាសប្តាហ៍ក្រោយ Julian នឹងបង្ហាញខ្លួនជាអតីតនិស្សិតខ្ញុំនឹងពាក់រោគអាពាហ៍ពិពាហ៍នេះហើយស្នើសុំគាត់ជាសាធារណៈសូមឲ្យពិភពលោកទាំងមូលដឹងថាគាត់ជារបស់ខ្ញុំ Vanessa ហេតុអ្វីបានជាអ្នកស្លៀកពាក់រោគអាពាហ៍ពិពាហ៍តើអ្នកដឹងអ្វីខ្លះលោក Sterling នឹងមកទីនេះថ្ងៃនេះ Vanessa នឹងសុំរៀបការនឹងលោក Sterling នៅទីសាធារណៈនារីម្នាក់ស្លៀករ៉ូបអាពាហ៍ពិពាហ៍នៅចំពោះមុខអ្នករាល់គ្នាកំពុងសុំរៀបការនឹងបុរសដែលនាងស្រឡាញ់នោះត្រូវការភាពក្លាហានណាស់បើខ្ញុំជាលោក Sterling ខ្ញុំនឹងចង់បានតែ Vanessa តែម្នាក់គត់នារីបែបនោះអ្នកមិនអាចធ្វើឲ្យនាងខកចិត្តបានទេថ្ងៃនេះខ្ញុំនឹងចងJulianឲ្យជាប់គាត់ត្រូវតែរៀបការជាមួយខ្ញុំនោះហើយលោក Sterling ទោះបីពាក់ម៉ាស់ក៏ដោយគាត់នៅតែសង្ហាណាស់
លោក Sterling ខ្ញុំគឺ Vanessa ខ្ញុំដឹងថាអ្នកមានចិត្តនឹងខ្ញុំយូរហើយបើអ្នកមិនអាចឈានជំហានចុងក្រោយនោះខ្ញុំនឹងធ្វើវាខ្ញុំចង់ប្រាប់អ្នកខ្ញុំព្រមរៀបការជាមួយនាងនៅចំពោះមុខអ្នករាល់គ្នាបើគាត់ជាបុរសពិតគាត់នឹងមិនធ្វើឲ្យខ្ញុំអាម៉ាស់ទេ តើអ្នកកំពុងនិយាយអ្វីខ្ញុំមិនយល់ទេ លោក Sterling អ្នកផ្ទាល់បានប្រាប់ឪពុកខ្ញុំថាអ្នកចូលចិត្តខ្ញុំហើយចង់រៀបការជាមួយខ្ញុំកុំប្រាប់ខ្ញុំថាអ្នកកំពុងដកវិញឥឡូវនេះ អូខ្ញុំបាននិយាយដូច្នេះទេ អ្នកមិនអាចប្រព្រឹត្តដោយមិនទទួលខុសត្រូវបែបនេះទេទោះបីអ្នកជាសៀវរបស់ក្រុមហ៊ុន Sterling Group ក៏ដោយអ្នកមិនអាចលេងជាមួយអារម្មណ៍របស់ខ្ញុំបានទេអូលោក Sterling ពិតជាធ្វើហួសហេតុពេកហើយកញ្ញា Carter បានស្លៀករ៉ូបអាពាហ៍ពិពាហ៍របស់នាងហើយនាងបានសុំគាត់រៀបការជាសាធារណៈហើយគាត់បានធ្វើឲ្យនាងអាម៉ាស់មុខបែបនោះគាត់បានបដិសេធហើយថែមទាំងធ្វើពុតជាភ្លេចភ្លាំងទៀតដោយសារតែក្រុមហ៊ុន Sterling Group មានទ្រព្យសម្បត្តិតើវាគិតថាអាចធ្វើអ្វីតាមចិត្តបានទេ Vanessa ប្រាប់ឪពុករបស់អ្នកកុំឲ្យលេងល្បិចអ្វីឲ្យសោះកិច្ចសហប្រតិបត្តិការរបស់ខ្ញុំជាមួយក្រុមហ៊ុន Carter Group នៅតែអាចបន្តបាន តើនេះជាការគំរាមកំហែងជាសាធារណៈទេពិតហើយដែលគ្រួសារ Carter មិនខ្លាំងដូចគ្រួសារ Sterling ប៉ុន្តែយើងក៏មិនមែនជាមនុស្សដែលមានគេភាពសង្កត់ដែរតើកូនប្រសាស្រីជាទីស្រឡាញ់របស់យាយនៅឯណា យាយតើយាយមកទីនេះធ្វើអ្វី ល្អហើយដែលខ្ញុំបានអញ្ជើញអ្នកស្រី Sterling ជាមុនប្រសិនបើរឿងនេះផ្ទុះឡើងទោះបី Jillian មិនចង់ក៏ដោយសម្រាប់កិត្តិយសរបស់គ្រួសារ Sterling គាត់គួរតែយល់ព្រមរៀបការជាមួយខ្ញុំយាយ Jillian ស្រាប់តែមិនទទួលស្គាល់ថាខ្ញុំជាកូនប្រសាស្រីរបស់យាយហើយមិនចង់រៀបការជាមួយខ្ញុំទេអីអ្នកគឺជាអ្នកដែលយាយបានជ្រើសរើសសម្រាប់ជីវិតជាកូនប្រសាស្រីរបស់យាយនឹងមិនអនុញ្ញាតឲ្យរឿងនេះកើតឡើងទេ Jillian ក្នុងនាមជាបុរសអ្នកគ្មានស្មារតីទទួលខុសត្រូវតតែសោះអ្នកមិនអាចថែរក្សាគ្រួសាររបស់ខ្លួនឯងបានទេតើធ្វើដូចម្ដេចឲ្យយាយទុកចិត្តថាអ្នកអាចដំណើរការក្រុមហ៊ុន Sterling Group បានប្រសិនបើអ្នកនៅតែបន្តរឹងរូសយាយនឹងប្រមូលអ្នកកាន់ភាគហ៊ុនដកហូតភាគហ៊ុនរបស់អ្នកនៅក្នុងក្រុមហ៊ុន Sterling Group ហើយបណ្ដេញអ្នកចេញ យាយសូមមើលឲ្យច្បាស់មនុស្សដែលនៅក្បែរយាយមិនមែនជាកូនប្រសាស្រីរបស់យាយទេ អីអ្នកម្ដងទៀតយាយខ្ញុំជាកូនប្រសាស្រីរបស់លោកយាយមិនសមហេតុផលទេកូនប្រសាស្រីរបស់ខ្ញុំស្អាតជាងអ្នកទៅទៀតហើយនាងក៏ជាមនុស្សល្អជាងអ្នកដែរកូនប្រសាស្រីរបស់ខ្ញុំមិនធ្វើពុតជាអ្នកអតីតទេហើយក៏មិនបោកប្រាស់អ្នកអតីតដែរជូលៀនយើងមកទីនេះដើម្បីជួបរកស៊ីថ្ងៃនេះរកស៊ីនៅឯណានាងជាអ្នកណាហេតុអ្វីនាងពាក់សម្លៀកបំពាក់រៀបការដែលជូលៀនរៀបចំសម្រាប់ខ្ញុំចាំហើយឥឡូវនេះនាងជាស្ត្រីដែលល្បួងជូលៀនតើអ្នកពិតជាចង់ដើម្បីស្ត្រីតែមិនស្គាល់ប្រភពដើមក្បត់ខ្ញុំទេពេលដែលខ្ញុំមានការគ្រប់គ្រងពីគ្រួសារខាធើដូច្នេះលោក Sterling ពិតជាមានស្នេហាពីរនាក់មិនត្រឹមតែគាត់មានស្នេហាពីរនាក់ទេប៉ុន្តែគាត់ថែមទាំងមិនទទួលស្គាល់ផងគាត់ពិតជាមិនទទួលខុសត្រូវតើស្ត្រីអ្នកល្បួងនេះមកពីណាតើនាងធ្វើយ៉ាងណាឲ្យលោក Sterling បោះបង់ Vanessa តើនាងប្រើឧបាយយកលោកខ្វក់បែបណាខ្ញុំចង់ឃើញអ្នកណាហ៊ាននិយាយបង្កាច់កូនប្រសាស្រីរបស់ខ្ញុំឈានមុខមកអ្នកណាដែលនិយាយអាក្រក់ពីរកស៊ីខ្ញុំកំពុងតាមដានអ្នកហើយប្រសិនបើអ្នកហ៊ានផ្សព្វផ្សាយពាក្យចាមអារ៉ាមទៀតកុំបន្ទោសក្រុមហ៊ុន Sterling ដែលមិនបង្ហាញក្តីមេត្តាអ្នកទាំងអស់គ្នាជាគ្រួសារ Sterling អ្នកហ៊ានធ្វើប៉ុន្តែមិនអាចទ្រាំនឹងការនិយាយដល់បានទេនាងជាមនុស្សលោកស្រី Carter Jillian និងខ្ញុំបានរៀបការហើយធ្វើឲ្យយើងខ្លាចជាប្តីនិងប្រពន្ធស្របច្បាប់បើអ្នកណាម្នាក់ជាអ្នកបំបែកគ្រួសារគឺមានតែអ្នកទេដែលព្យាយាមជ្រៀតជ្រែកក្នុងអាពាហ៍ពិពាហ៍របស់យើងលោកស្រី Carter អ្នកជាស្ត្រីដែលមានការអប់រំល្អសូមរក្សាភាពថ្លៃថ្នូរខ្លះលោក Sterling បានសារភាពពីអារម្មណ៍របស់គាត់ចំពោះខ្ញុំតាំងពីយូរមកហើយអ្នកណាដឹងថានាងគ្រាន់តែជាអ្នកមកក្រោយដែលមកកាត់មុខបើអ្នកក្លាហានសូមបង្ហាញលិខិតអាពាហ៍ពិពាហ៍ហើយឲ្យអ្នករាល់គ្នាមើលខ្ញុំគ្មានកាតព្វកិច្ចបង្ហាញជីវិតឯកជនរបស់ខ្ញុំឲ្យអ្នកទេថ្ងៃនេះអ្នកមើលទៅស្អាតណាស់ថ្ងៃផ្សេងទៀតខ្ញុំមិនស្អាតទេឆ្មើងឆ្មៃអ្នកចេះដាក់ប្តីឯងហើយនឹងនាងជាអ្នកល្បួងអ្នកបានលួច Jillian ពីខ្ញុំហើយអ្នកគិតថាអ្នកនឹងរួចផុតទេខ្ញុំមិនទុកឲ្យអ្នករួចផុតទេJillian
Roxy តើវាអាចជាអ្នកទេតើអ្នកណាទៀតអាចជាអ្នកនោះអ្នកបានរៀបការជាមួយអ្នកបើកបររបស់លោក Sterling មែនទេឥឡូវខ្ញុំយល់ហើយអ្នកបើកបរនោះគឺគ្រាន់តែជាជនក្រីក្រដែលអ្នកជន់ឈ្លីដើម្បីឡើងលើគោលដៅពិតប្រាកដរបស់អ្នកគឺចង់ប្រាកដដើម្បីឡើងទៅក្នុងគ្រែរបស់លោក Sterling លោក Sterling អ្នកប្រហែលជាមិនទាន់ដឹងទេប៉ុន្តែ Roxy បានរៀបការរួចហើយមួយរយៈនាងបានរៀបការជាមួយអ្នកបើកបររបស់អ្នកនាងជាអ្នកបោកប្រាស់ក្នុងអាពាហ៍ពិពាហ៍ខ្ញុំនឹងហៅប៉ូលីសឲ្យអ្នកឥឡូវនេះដើម្បីចាប់ខ្លួនអ្នកប្រព្រឹត្តអំពើភោគនភាពនេះតើអ្នកនិយាយអ្វីដែលមិនសមហេតុផលចូលនៅឲ្យឆ្ងាយពីចៅប្រុសរបស់ខ្ញុំឬទេលោកយាយខ្ញុំមិនកុហកទេស្បត់សាលាទាំងមូលដឹង Roxy បានរៀបការជាមួយអ្នកក្រដែលបរាជ័យត្រូវហើយ Roxy បានរៀបការជាមួយអ្នកដឹកជញ្ជូនតែក្រោយមកក្លាយជាអ្នកបើកបររបស់គ្រួសារ Sterling អ្នកបើកបរនោះមិនត្រឹមតែបើកឡានប្រណីតរបស់គ្រួសារ Sterling ដោយគ្មានការអនុញ្ញាតទេប៉ុន្តែថែមទាំងធ្វើពុតជាលោក Sterling ដើម្បីបោកប្រាស់មនុស្សនៅមាត់ទ្វារសាលាខ្ញុំមានភស្តុតាងនេះច្បាស់ជាដូច្នេះប្រាប់ខ្ញុំមកតើអ្នកចង់បានអ្វីបើអ្នកសួរខ្ញុំអ្នកគួរតែបណ្ដេញគូស្នេហ៍របស់ Roxy ទិញ Roxy ចេញពីផ្ទះហើយនាំពួកគេទាំងពីរទៅតុលាការអ្នកទាំងពីរគឺជាគូស្នេហ៍ពិតប្រាកដម្នាក់លួចអត្តសញ្ញាណរបស់លោក Sterling ពិតជាគូដែលសមគ្នាមែនលោក Sterling ចាប់អារម្មណ៍ខ្ញុំរួចហើយខ្ញុំមិនចាំបាច់បំបែកខ្លួនឯងដើម្បីធ្វើឲ្យអ្នកអតីតពេញចិត្តដូចដែលអ្នកធ្វើនោះទេជប់ធ្វើជាមនុស្សពុតត្បុតទៅបើអ្នកមិនចង់បានអ្វីនោះដោះសម្លៀកបំពាក់អាពាហ៍ពិពាហ៍ដែលថ្លៃគួរឲ្យអស់សំណើចនោះឥឡូវនេះអ្នកមិនសមនឹងសម្លៀកបំពាក់អាពាហ៍ពិពាហ៍របស់ Sterling ទេអ្នកមិនទាន់ឃើញមុខខ្ញុំទេមែនទេលោក Sterling តើអ្នកនឹងដោះម៉ាស់របស់អ្នកឲ្យខ្ញុំមើលទេអ្នកហើយអ្នកនៅតែធ្វើពុតជាលោក Sterling តើអ្នកលាក់លោក Sterling ពិតមែនណាគាត់ជាចៅប្រុសរបស់ខ្ញុំអ្នកគឺជា Jillian ខ្ញុំមិនជឿទេយាយគាត់មិនមែនជាចៅប្រុសរបស់អ្នកទេអ្នកត្រូវតែបើកភ្នែកចៅប្រុសរបស់ខ្ញុំធ្វើម៉េចខ្ញុំមិនស្គាល់គាត់ Roxy គឺជាប្រពន្ធរបស់ CEO នៅក្រុមហ៊ុន Sterling Group Vanessa ធ្លាប់អួតគ្រប់កន្លែងថានាងបានរៀបការចូលក្នុងគ្រួសារ Sterling ប៉ុន្តែវាគ្រាន់តែជាម្ខាងប៉ុណ្ណោះខ្ញុំនឹងមិនទទួលយករឿងនេះទេហេតុអ្វីបានជាអ្នកបានរៀបការជាមួយ Jillian តើអ្នកប្រើល្បិចអ្វីដើម្បីលបងគាត់ព្រោះខ្ញុំមិនមែនជាមនុស្សអំនួតដូចអ្នកទេអ្នកគិតតែពីរូបរាងមិនដែលគិតពីចិត្តមនុស្សទេមនុស្សដូចអ្នកសម្រាប់បរិះម្នាក់អាចសំបីតែប្រព្រឹត្តអំពើចាប់ជំរិតអ្នកនឹងមិនដែលរកឃើញស្នេហាពិតទេចាប់ជំរិត Roxy តើអ្នកកំពុងនិយាយថានាងធ្លាប់ចាប់ជំរិតអ្នកពីមុនមែនទេ Yora ហៅប៉ូលីសខ្ញុំនឹងមិនអនុញ្ញាតឲ្យកូនប្រសារស្រីរបស់ខ្ញុំត្រូវគេបៀតបៀនបែបនេះទេអ្នកនិយាយថាខ្ញុំចាប់ជំរិតអ្នកតើអ្នកមានភស្តុតាងទេបើអ្នកគ្មានភស្តុតាងនោះអ្នកកំពុងបង្កាច់បង្ខូចខ្ញុំ Vanessa ឈប់ប្រឆាំងដោយឥតប្រយោជន៍ Jason ត្រូវបានចាប់ខ្លួនគាត់បានសារភាពអ្វីគ្រប់យ៉ាងដែលអ្នកបានធ្វើហើយបានផ្ដល់ភស្តុតាងគ្រប់គ្រាន់ដល់ប៉ូលីសមានគេរាយការណ៍ថាអ្នកក្រុងចាប់ជំរិតសូមមកជាមួយយើង Vanessa តើអ្នកកំពុងនាំកូនស្រីខ្ញុំទៅណាលោក Sterling វាទាំងអស់ដោយសារតែកូនស្រីខ្ញុំមិនបានដឹងថានាងកំពុងចូលមុខជាមួយនរណានាងមិនដឹងថាអ្នកគឺលោក Sterling ទេនោះហើយជាមូលហេតុដែលនាងធ្វើខុសយ៉ាងច្រើនគ្រាន់តែដោយសារនាងមិនដឹងតើនោះអនុញ្ញាតឲ្យធ្វើបាបមនុស្សស្លូតត្រង់ទេយើងជាមនុស្សស្លូតត្រង់មិនគួរត្រូវទទួលផលវិបាកពីការដែលលោក Carter មិនបានចិញ្ចឹមកូនស្រីរបស់គាត់ឲ្យបានត្រឹមត្រូវលោក Carter គួរតែគិតពីក្រុមហ៊ុន Carter Group ជាមុនសិនចាប់ពីថ្ងៃនេះទៅកិច្ចសហប្រតិបត្តិការទាំងអស់រវាងគ្រួសារ Sterling និងក្រុមហ៊ុន Carter Group ត្រូវបញ្ចប់ប៉ាខ្ញុំជាកូនស្រីរបស់ប៉ាមិនអាចបោះបង់ខ្ញុំចោលបែបនេះបានទេឯងមានមុខមកនិយាយបែបនេះទេឯងបានបំផ្លាញគ្រួសារ Carter ទាំងមូលប៉ាវាខ្ញុំដោយសារមនុស្សក្រៅទាំងនេះប៉ាមិនបានចាប់ផ្ដើមស្រមៃចង់ភ្ជាប់ចំណងអាពាហ៍ពិពាហ៍ជាមួយគ្រួសារ Sterling ខ្ញុំក៏មិនត្រូវគេធ្វើឲ្យអាម៉ាស់មុខដែរសុំទោស Roxy ខ្ញុំមិនដឹងថាអ្នកជាប្រពន្ធរបស់លោក Sterling ទេខ្ញុំបាននិយាយពាក្យធ្វើឲ្យអ្នកឈឺចាប់ច្រើនតើអ្នកអាចអត់ទោសឲ្យខ្ញុំបានទេខ្ញុំក៏ដូចគ្នាដែរសុំទោស Roxy ខ្ញុំជឿពាក្យរបស់ Vanessa ហើយយល់ច្រឡំអ្នកខ្ញុំមិនចង់អត់ទោសឲ្យអ្នកទេអ្នកបានបង្កការឈឺចាប់ពិតប្រាកដដល់ខ្ញុំប៉ុន្តែខ្ញុំក៏មិនបន្ទោសអ្នកដែរខ្ញុំដឹងថាអ្នកមានហេតុផលផ្ទាល់ខ្លួន
ខ្ញុំគ្រាន់តែសង្ឃឹមលើកក្រោយពេលមានសិស្សម្នាក់ជាប់ពាក់ព័ន្ធនឹងពាក្យចាមអារាមអ្នកកុំជឿពួកគេយ៉ាងងាយស្រួលចិត្តល្អរបស់រ៉ូស៊ីរបស់យើងទីបំផុតមានភាពមុតស្រួចតាមវិធីនោះខ្ញុំមិនបាច់បារម្ភពីនាងចូលទៅក្នុងពិភពពិតហើយរងទុក្ខដោយស្ងៀមស្ងាត់រ៉ូស៊ីគឺល្អបំផុតរ៉ូស៊ីការជួបគ្នារបស់យើងគឺមិននឹកស្មានពេញមួយពេលនេះខ្ញុំមិនដែលមានឱកាសស្នើសុំអ្នកជាផ្លូវការទេឥឡូវនេះខ្ញុំចង់ធ្វើអ្វីមួយដើម្បីសងសំណងអ្នកតើអ្នករៀបការជាមួយខ្ញុំទេខ្ញុំព្រមរ៉ូស៊ីចាប់ពីថ្ងៃនេះអ្នកបានបញ្ចប់ការសិក្សាថ្នាក់អនុបណ្ឌិតហើយតើអ្នកបានគិតអំពីការសិក្សាបន្តទៀតទេសូមអរគុណលោកសាស្ត្រាចារ្យ Davis សម្រាប់អ្វីទាំងអស់ក្នុងរយៈពេលប៉ុន្មានឆ្នាំនេះខ្ញុំមិនទាន់មានគម្រោងអ្វីនៅពេលនេះទេយោប៉ូមប្រសិនបើអ្នកបដូរគំនិតអ្នកតែងតែស្វាគមន៍មកជួបខ្ញុំទ្វារសាកលវិទ្យាល័យ Atheria តែងតែបើកសម្រាប់អ្នករ៉ូស៊ីសូមអបអរសាទរពេលបញ្ចប់ការសិក្សាអ្នកបានធំឡើងច្រើនណាស់ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះសូមអរគុណអ្នកនិងលោកយាយតែបានមើលថែខ្ញុំតែងតែមានសំណាងខ្ញុំបានជួបលោកតាតាំងពីខ្ញុំនៅក្មេងហើយបន្ទាប់មកខ្ញុំបានជួបអ្នកទាំងអស់គ្នាពេលខ្ញុំធំឡើងបន្ទាប់តើអ្នកមានគម្រោងអ្វីពិតណាស់ខ្ញុំនឹងចូលរួមក្រុមហ៊ុនហើយជួយអ្នកប្រសិនបើអ្នកធ្វើការហត់ពេកវាមិនល្អសម្រាប់ខ្ញុំទេន័យថាជីវិតរបស់យើងអាចឈានទៅដំណាក់កាលបន្ទាប់ក្នុងពេលការពារនិខេបបតទៅតែនេះគាត់បានទាត់ខ្ញុំជាបន្តបន្ទាប់ខ្ញុំបានប្រាប់អ្នកឲ្យរងចាំរហូតដល់ក្រោយបញ្ចប់ការសិក្សាទើបមានកូនការសិក្សាបានបញ្ចប់ហើយបន្ទាប់មកកូនទី2ទី3ទី4ប្រសិនបើអ្នកចង់បានចូលមានដោយខ្លួនឯងខ្ញុំមិនអាចធ្វើវាតែម្នាក់ឯងបានទេការស្រឡាញ់អ្នកណាម្នាក់ដូចជាការចិញ្ចឹមផ្កាស្នេហាពិតមិនមែនជាការបង្វែរអ្នកដទៃឲ្យក្លាយជាអ្វីដែលអ្នកចង់ទេប៉ុន្តែវាជាការជួយគាត់ឲ្យក្លាយជាខ្លួនគាត់ជូលៀនសូមអរគុណដែលបានស្រឡាញ់ខ្ញុំរ៉ូស៊ីសូមអរគុណដែលបានចូលមកក្នុងជីវិតរបស់ខ្ញុំអ្នកជាទ្រព្យសម្បត្តិដ៏សំខាន់បំផុតក្នុងជីវិតរបស់ខ្ញុំ